រឿងរ៉ាវតទៅនេះក៏នឹងនិយាយអំពីដំណើរជីវិតរបស់គ្រូអាគមទាំង4នាក់បន្តទៅទៀតទោះបីជាតផុននៅលើនេះគាត់មានសុខភាពក៏ដូចជារាងកាយរៀងទ្រុឌទ្រោមជាងមុនបន្តិចក៏ដោយចុះប៉ុន្តែក៏មិនដល់ថ្នាក់ជរាពិការប៉ុន្មានទេគាត់ក៏នៅតែអាចដើរស្រោចទឹកដំណាំដំណើររបស់គាត់បានជាធម្មតាចំណែកឯលោកគ្រូកៃវិញជីវិតក៏ពោពេញទៅដោយសេចក្តីសុខចាប់តាំងតែពីបានជំរុញនៅជាមួយនឹងក្រុមរបស់តផុននេះភឹមនេះផែនជីវិតរបស់គាត់ក៏មិនបានឯកាដូចជាពេលមុនទៀតឡើយបាននិយាយពីការរកស៊ីទទួលទានរបស់និភមនិងនិផែនវិញពួកគេក៏កាន់តែមានភាពមមាញឹកក៏ដោយសារតែត្រូវចេញទៅរកស៊ីឈើជាមួយនឹងពួកឈ្មួញជួញដូរជាច្រើនអ្នកផ្សេងទៀតនៅឯមជ្ឈដ្ឋានខាងក្រៅចំណែកឯប្រពន្ធកូនរបស់ពួកគេវិញពួកគេក៏មានសេចក្តីសុខមិនមានរឿងហេតុអ្វីកើតឡើងឬមួយក៏មានជំងឺដំកាត់អ្វីមកបៀតបៀនជាមួយនឹងក្រុមគ្រួសាររបស់ពួកគេឡើយពួកគេរស់នៅបានសេចក្តីសុខសាន្តខ្លាំងណាស់លុះពេលវេលាចេះតែកន្លងផុតទៅនៅសម័យថ្ងៃមួយនិភមនិងនិផែនពួកគេក៏រកបានម៉ួយរកស៊ីបន្ថែមដោយពួកគេដែលជាឈ្មួញនោះក៏បានមកកំងរកឈើប្រណិតពីនិភមនិងនិផែនចំណែកឯនិភមនិងនិផែនពួកគេទាំងពីរនាក់កាលណាដែលមានភ្ញៀវមកតាក់ទងរកស៊ីជាមួយបែបនេះគឺពួកគេមិនដែលឲ្យឱកាសទាំងអស់នោះកន្លងផុតទៅដោយងាយនោះទេហើយឥឡូវនេះក៏ថែមទាំងមានលោកគ្រូកែចេញដំណើរទៅឆ្ងាយជាមួយនឹងក្រុមរបស់ខ្លួនទៀតនោះពួកគាត់គឺរត់តែមានភាពស្វាហាប់ជាងមុនមួយកម្រិតថែមទៀតចំពោះការចេញដំណើរទៅរកស៊ីក៏ដូចជាស្វែងរកឈើនៅក្នុងពេលឥឡូវនេះពួកគេមិនពិបាកដូចជាពេលមុនទៀតទេគឺពួកគេតែងតែចេញទៅជាមួយនឹងលោកគ្រូកែទាំង3នាក់តែម្ដងដោយជិះត្រឹមតែរទេះគោមួយគ្រឿងបានហើយចាំទៅដល់ទីកន្លែងណាគៀកនឹងព្រៃត្រូវចូលទៅក្នុងព្រៃចាំជួលអ្នកស្រុកនៅភូមិណាដែលមានកម្លាំងមានរទេះហើយកំពុងតែរស់នៅក្បែរនឹងព្រៃនោះស្រាប់ដើម្បីឲ្យមកជួយដឹកឈើក៏ដូចជារបស់របរផ្សេងទៀតហើយចាំឲ្យប្រាក់កាសគេឲ្យឈ្នួលគេទៅតាមក្រោយក៏បានដែរចំណែកឯអ្នកស្រុកនៅភូមិទាំងអស់នោះវិញកាលណាដែលបានឮថានិភមនិងនិផែនជួលពួកគាត់គឺសប្បាយចិត្តខ្លាំងណាស់ដោយសារដែលដោយតែបានដឹងស្រាប់យ៉ាងអញ្ចឹងនិភមនិងនិផែននេះពួកគេដៃទូលាយណាស់ពួកគេមិនធ្វើស្រែនៅលើខ្នងរាននោះទេពួកគេជួលនឹងឲ្យតម្លៃខ្លាំងណាស់តួយ៉ាងដោយការពីពេលមុនអញ្ចឹងនៅពេលដែលពួកគេជួលបងជានិងបង្ខៀងពួកគេក៏តែងតែឲ្យពួកគាត់នៅប្រាក់ឈ្នួលគួរជាទីគាប់ចិត្តតែម្ដងនេះបើគុំតែនិភមនិងនិផែនរើមកនៅក្បែរនឹងតផុនទេបើសិនជានៅចិត្តពួកបងជានិងបង្ខៀងដូចមុននោះម្លោះពួកគាត់ទាំងពីរអ្នកនោះក៏នឹងមកសុំចេញដំណើរទៅជាមួយនឹងពួកគេទាំងពីរអ្នកបងប្អូននេះទៀតហើយបាននិយាយអំពីគេឈ្មោះរបស់ពួកគាត់ទាំងពីរអ្នកនេះនរណាក៏គេទទួលស្គាល់ពួកគាត់ដែរពួកគាត់គឺជាឈ្មោះរកស៊ីដែលមានភាពស្មោះត្រង់គឺជាមនុស្សដែលអាចពឹងពាក់បានហើយមិនត្រឹមតែប៉ុណ្ណោះរាល់ការចេញទៅជួយដល់អំពើស្រោចទៅរំដោះគ្រោះឬមួយក៏កំចាត់នៅសត្វកាយសាហាវវិញ្ញាណខ្មោចព្រាយបិសាចក៏ពួកគេទៅពីអ្នកបងប្អូនក៏ដូចជាលោកគ្រូកៃមិនទទួលយកប្រាក់ឈ្នួលពីបណ្ដាពួកអ្នកភូមិទៀតឡើយចំណែកឯតផុនវិញនៅក្នុងគណៈពេលចុងក្រោយមកនេះគាត់ក៏មិនសូវបានចេញទៅជួយដល់អំពើដោះទុក្ខទរៈឲ្យនរណាទៀតដែរដោយសារតែមានលោកគ្រូកៃបានមកជួយដូច្នេះដោយសារតែគាត់មានអាយុរៀងច្រើនដែរនោះគាត់ក៏បានសម្រាប់នៅផ្ទះនៅមើលថែរក្សាស្រុកភូមិក៏ដោយសារតែនៅពេលនេះនៅក្នុងភូមិក៏មានតែគាត់តែប៉ុណ្ណោះដែលជាមនុស្សដែលចេះនៅមុនវិជ្ជាអាគមនៅពេលដែលលោកគ្រូកៃនិភមនិងនិផែនបានធ្វើដំណើរចេញទៅឆ្ងាយបាននិយាយអំពីដំណើរដែលក្រុមរបស់និភមនិងនិផែនលោកគ្រូកៃត្រូវចេញទៅរកឈើនៅក្នុងគ្រានេះគឺពួកគាត់មានគម្រោងនៅក្នុងការធ្វើដំណើរចូលទៅក្នុងតំបន់ភ្នំខ្មោចដើម្បីស្វែងរកកាប់ឈើប្រណិតក៏ជាមានតម្លៃក៏ព្រោះថាពួកឈ្មួញដែលបានមកតាក់ទងពួកគេនោះពួកគេចង់បានឈើណាដែលមានលក្ខណៈល្អប្រណិតដោយសារតែអ្នកបញ្ជាទិញគេគឺជាអ្នកធំម្នាក់ដែលមានទីលំនៅឯរាជធានីឯណោះដូច្នេះហើយដោយសារតែពួកឈ្មួញដែលជាឈ្មួញកណ្ដាលនេះពួកគេធ្លាប់ស្គាល់ក៏ដូចជាបានដឹងអំពីទឹកដៃរបស់និភមនិងនិផែនស្រាប់ពួកគេក៏បានមកកំងបន្តពីនិភមនិងនិផែននេះតែម្ដងទៅហើយណាមួយពួកគេក៏មិនហ៊ានចូលទៅរកនៅក្នុងព្រៃដោយផ្ទាល់ពួកគេនោះទេដោយតែបានដឹងយ៉ាងអញ្ចឹងនៅក្នុងមជ្ឈដ្ឋានព្រៃភ្នំកាលពីសម័យមុនវាមិនមានសុវត្ថិភាពទាំងអស់នោះទេការចូលទៅក្នុងព្រៃប្រៀបដូចជាការចាប់ឆ្នោតយ៉ាងអញ្ចឹងបើបានសុខគឺសុខហើយប៉ុន្តែមិនមែនថាសុខសុវត្ថិភាពគ្រប់តែពេលវេលានោះទេ
វាមានពេលមានវេលារបស់វាដែរហើយម្យ៉ាងវិញទៀតនៅក្នុងព្រៃវាមិនមែនមានតែសត្វព្រៃធម្មតានោះទេវាមានតាំងពីសត្វព្រៃដែលមានភាពកាយសាហាវខូខើសត្វព្រៃដែលមានព្រាយកាន់វិញ្ញាណច្រាបនិងវិញ្ញាណខ្មោចព្រាយជាច្រើនដែលពួកវាកំពុងតែសង្ងំលាក់ខ្លួនចាំតែឈ្មោះឱកាសវាប្រហារមកលើមនុស្សពីខាងក្រៅដែលមានរិស័យធ្លាក់ចុះតែប៉ុណ្ណោះតាមលក្ខណៈបែបនេះហើយពួកឈ្មួញរកស៊ីជួញដូរធំជាពិសេសនោះគឺមនុស្សដែលរកស៊ីមានបានជាមួយនឹងព្រៃឈើប្រណិតបែបនេះពួកគេដល់រកស៊ីមានបានកាក់កបអញ្ចឹងទៅពួកគេក៏មិនហ៊ានបន្ថយជីវិតចូលទៅក្នុងព្រៃដោយការពីនៅក្រទៀតដែរប៉ុន្តែចំពោះតែពីអ្នកបងប្អូននេះវិញពួកគេមិនមែនគិតអញ្ចឹងនោះទេផ្លូវណាដែលគេធ្លាប់ទៅមុខរបរណាដែលគេធ្លាប់រកស៊ីមនុស្សម្នាណាដែលគេធ្លាប់រាប់អានគឺគេមិនចាំនោះទេនេះបានហៅថាគឺជាកូនប្រុសពិតប្រាកដនេះភពនឹងនិផែនពួកគេក៏បានដើរចេញទៅបបួលលោកគ្រូកៃឲ្យធ្វើដំណើរចេញទៅជាមួយនឹងពួកគេដែរបាននិយាយទៅគឺពួកគេបានបបួលគាត់តាំងតែពីពេលប្រលប់ម្សិលមិញមកម្លេះហើយលោកគ្រូកៃគាត់ក៏បានយល់ព្រមរួចទៅហើយដែរប៉ុន្តែទៅលើកនេះលោកគ្រូកៃគាត់ក៏ដូចជាមានការសប្បាយចិត្តជាងពេលមុនទៅទៀតលុះដល់ពេលដែលនិភពនិងនិផែនបានសាកសួរទៅថាហេតុអ្វីបានជាគាត់សប្បាយចិត្តបែបនេះលោកគ្រូកៃគាត់ក៏បានឆ្លើយតបទៅវិញថាដោយសារតែការពីរយៈពេលជាច្រើនឆ្នាំកន្លងទៅគាត់ក៏ធ្លាប់បានទៅសាកល្បងមុនវិជ្ជាអាគមនៅឯទីកន្លែងព្រៃភ្នំខ្មោចនឹងដែរហើយក៏ថែមទាំងមានមិត្តសម្លាញ់នៅទីនោះថែមទៀតផងប៉ុន្តែកន្លងមកបានរយៈពេលប្រមាណជាង10ឆ្នាំមកនេះក៏មិនដឹងថាអ៊ំប្រុសម្នាក់ដែលត្រូវជាមិត្តរបស់លោកគ្រូកៃគាត់សុខទុក្ខយ៉ាងណានោះទេដូច្នេះហើយនៅពេលបានដឹងថានឹងមានឱកាសបានចេញដំណើរទៅដល់ភ្នំខ្មោចបែបនេះលោកគ្រូកៃគាត់ក៏មានការសប្បាយចិត្តដោយមិនចង់បណ្ដោយពេលវេលាយូរបន្តទៅទៀតនិភពនិងនិផែនក៏បានប្រាប់ទៅកាន់លោកគ្រូកៃថាពួកគេក៏នឹងចេញដំណើរទៅនៅក្នុងពេលព្រឹកនេះតែម្ដងចំណែកឯលោកគ្រូកៃគាត់ក៏មិនបាននិយាយថាមិននោះទេហើយក៏បានទៅត្រៀមខ្លួនរៀបចំប្រដាប់បន្តិចហើយក៏បាននាំគ្នាបរទេះគោចាក់ចេញទៅនៅក្នុងពេលព្រឹកថ្ងៃនោះតែម្ដងចំណែកឯគ្រួសាររបស់តផុនវិញពួកគាត់ក៏បាននៅជួយមើលថែរក្សាប្រពន្ធកូនរបស់និភពនិងនិផែនដោយសារតែនៅពេលដែលពួកគ្រូអាគមទាំង3នាក់នោះបានចេញទៅបាននៅក្នុងភូមិក៏មានត្រឹមតែតផុនម្នាក់ប៉ុណ្ណោះដែលជាមនុស្សចេះមុនវិជ្ជាអាគមហើយក៏មានតួនាទីជាលោកមេភូមិម្នាក់ផងដែរក្រុមរបស់លោកគ្រូកៃនិភពនិងនិផែនពួកគាត់ក៏បានចំណាយពេលវេលារហូតដល់4ថ្ងៃនោះនៅក្នុងការធ្វើដំណើរលុះរហូតបានទៅដល់តំបន់ភ្នំខ្មោចគួររំលឹកដែរថានៅតាមជុំវិញបរិវេណព្រៃភ្នំខ្មោចនេះកាលពីសម័យមុននោះវាក៏មានភូមិឋានរបស់បងប្អូនប្រជាជនរស់នៅផងដែរពួកគាត់រស់នៅទីនេះគឺអាស្រ័យជាមួយនឹងធម្មជាតិដែលមានមនុស្សប្រកបមុខរបរចិញ្ចឹមជីវិតដោយការបរបាញ់សត្វរករបស់ព្រៃរកថ្នាំខ្មែរបុរាណយកទៅលក់ដូរនៅឯទីផ្សារខាងក្រៅនឹងឯងចំពោះលោកគ្រូកៃវិញគាត់ចំណាំបានយ៉ាងច្បាស់ថានៅក្នុងភូមិដែលស្ថិតនៅគៀកជាមួយនឹងព្រៃភ្នំខ្មោចប្រមាណជា6គីឡូដីនៅទីនោះវាមានមនុស្សនិយមប្រកបមុខរបរជាអ្នកបរបាញ់សត្វហើយលោកមេភូមិដែលគ្រប់គ្រងប្រចាំភូមិឋានមួយនឹងគាត់មានឈ្មោះថាអំដនហើយចំពោះអំដនម្នាក់នេះទៀតសោតគាត់ក៏ជាមនុស្សដែលចេះនៅមុនវិជ្ជាអាគមផងដែរហើយលោកមេភូមិម្នាក់នេះហើយគាត់គឺជាមិត្តភក្តិរបស់លោកគ្រូកៃនឹងឯងគ្រាន់តែបានធ្វើដំណើរចូលមកដល់តំបន់នេះភ្លាមលោកគ្រូកៃគាត់ក៏បានបបួលនិភពនិងនិផែនឲ្យពួកគេព្រមជិះដំណើរទៅកាន់ភូមិឋានមួយនោះភ្លាមទៅដោយសារតែគាត់មានផ្ទះរបស់មិត្តភក្តិគាត់ស្រាប់ដូច្នេះហើយក៏ច្បាស់ជានឹងមិនពិបាកនោះទេចំពោះទីកន្លែងស្នាក់នៅនិភពនិងនិផែនពួកគាត់ក៏បានយល់ព្រមតាមហើយក៏បាននាំគ្នាបរទេះគោសម្ដៅទៅតាមទិសដៅដែលលោកគ្រូកៃបានចង្អុលបង្ហាញពួកគាត់បានធ្វើដំណើរទៅទីនោះនៅម៉ោងប្រមាណជា11ថ្ងៃត្រង់ទើបទៅដល់លោកគ្រូកៃគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលបានធ្វើដំណើរទៅដល់ទីនោះក៏បានប្រទះឃើញមានវត្តមានរបស់មនុស្សជាច្រើនអ្នកកំពុងតែមកនៅចំរំនៅក្នុងបរិវេណផ្ទះរបស់លោកមេភូមិដនលុះនៅពេលបានបរទេះគោចូលទៅដល់ពួកគាត់ទាំង3នាក់ក៏ត្រូវសម្ដែងនៃការភ្ញាក់ផ្អើលស្នាជាថ្មីម្ដងទៀតនៅពេលបានសាកសួរអ្នកភូមិទៅទើបដឹងថានៅក្នុងថ្ងៃនេះវាគឺជាថ្ងៃអន្សាររបស់លោកមេភូមិដននឹងឯងអ៊ំដនគាត់បានស្លាប់បាត់បង់ជីវិតទៅហើយចំណែកឯប្រពន្ធកូនរបស់គាត់ក៏កំពុងតែយំអោបសាកសពរបស់គាត់នៅខាងលើផ្ទះនោះគ្រាន់តែបានស្ដាប់ឮបែបនេះភ្លាមលោកគ្រូកៃគាត់ក៏បានស្ទុះរត់ឡើងទៅខាងលើផ្ទះរបស់លោកមេភូមិដនហើយក៏បានប្រទះឃើញដោយអ្វីដែលអ្នកភូមិបាននិយាយប្រាប់ពិតមែននៅពេលនេះគាត់ក៏រត់តែបានដឹងច្បាស់ហើយថាតាមការពិតទៅរឿងនេះវាមិនមែនជារឿងធម្មតានោះទេលោកគ្រូដនគាត់មិនមែនចេះតែស្លាប់ដោយងាយស្រួលបែបហ្នឹងនោះទេហើយមិនត្រឹមតែប៉ុណ្ណោះក្រោយពេលលោកគ្រូកៃបានធ្វើការពិនិត្យមើលទៅលើសាកសពរបស់លោកមេភូមិដនទៅក៏បានប្រកាសឲ្យដឹងថាលោកគ្រូដនគាត់គ្មានរបួសគាត់គ្មានស្នាក់ស្នាមអ្វីនោះទេគាត់បានដេកលក់ទៅហើយក៏បានស្លាប់ទៅចាប់តាំងតែពីពេលណានោះក្រុមគ្រួសាររបស់គាត់មិនមាននរណាម្នាក់បានដឹងនោះឡើយ
มันท่าตายชีวิตนาแต่เตยจีโกนโปรชบองระบอกก้อนหรือมวยก็เหมือนผ่านเตผู้ก้อนแต่ปีนี้มันบานประแตกเคยในสภิบครอบปรอกระเดียไปแต่งอ้อประปนระบอลไม่พมดอนก็บ้านในเจปราบแต่การลูกรูไกในพมนึงดิพานแบบนิท่าก้อนปัจจิมันดังปัดแมนถ้าประเดี๋ยวระบอกก้อนบานสลับโดยสารแต่มูลหายไว้เอาเปิดประกันอุเตในซอกในเป็นระบาดเพียงหนึ่งคลุนล้างก็บ้านประแตกเคยรูปเรียงใกล้ระบอกประเดี๋ยวเลยมีหนังห้ามบัดเตอร์เฮยแบบนี้ใกล้ปิดเพียบซอกได้ก้อนก็ปัจจิมีการจุ่มไล่ในขนมจัดคลังนะจะปูลูกรูไกวิ่งจะปูเรื่องแบบนี้กดดังฉบับนะทำเมื่อตระบอกก้อนคือเตอร์บานกี้กำจัดได้การประปราเพลยขนมหนึ่งเองปนใต้ตัวใบจีอย่างนักกดดอยก็ลูกรูไกก้อนบานปราบตามตรังตลอดโกนเพราะถึงปีนี้ระบอมีพันอุได้สมัยแต่มีพันในตรีจีปปนระบอลอมดอนก็ก้อนมันในใจปรับได้โดยซาแต่มันจังไอปุก้อนมีการเพลยคลายมีการเพียบอ้างจำนวนหนึ่งการสลับระบอมดอนถ้าไม่อย่างวินเตียบนู้โดยซาแต่ในเปลี่ยนนี้เบียก็มีมนุษย์นี้จิตรันเนี่ยได้เก็บบานเจ้ามาช่วยเรียบจำในพิธีบอมซับเอาลมไปผมดอนโดยชนะให้ลูกรูไกก้อนก็มันเห็นในเจียบใบชรานุได้ดำไมก็มอยดำดังมุยนี้วิชาบเลื่อนเลื่อนเจนเธอการกลางขังเป็นลูกใครไปในพิธีบอมซับระบอลลมไปผมดอนตระบานเก็บปรุบถั่วล้างจับตรมเตรหายนู้ลูกรูไกก้อนก็เหมือนต้นบานนอมขณีโจตกนงเปรย์ผสมขมันลอยเต้หายสระเป็นอุดได้ก้อนก็มาในเย่เล่งจมวยหนึ่งมิงพันกระโดดจีบิสนานหนึ่งสุวรรณได้เตยจีโกนพระระบอมดอนพวกเกตปีนี้บองปอนุมีอายุเจียมมาเพย์ชนำเธอหายปันไตมันตอนมีนกูสระกอดได้กูจุบันอร่อยเต้พวกเกตปีนี้มีอาชีพจีเนรระบอบเปรย์จีเนโบบันซันหายก็ตายตายซีชนูลเก็บของได้เอาแต่มีตัวนำมาปึงไปเอาจุยធ្វើការងារพวกเกก็ตายตายเช่นจะจุยធ្វើការងារเอาดอกใบบานกำไรจะมาดอกสายชีวเพียบครูซาห้าในเปลี่ยนนี้เนื้อเป็นดาโลปกมาเตรสลับบัดบางชีวิตด้านมันมีมูลหันจะมาลบแบบนี้ปูเกโกปัจจิมินการปิบัติจัดครั้งนะตัวใบเชื่อมดอนกอดใจมูลวิเชียกุมคลังกูซ้ำกระดอยเจ้าปันแต่เจ้าก็ซ้อนก้อนมันทบบานบงฮัดบงเรียนโกนโปรตุปีเนนี่เล่าโดยซาตะก้อนมันจังเอาโกนระบอกกอดใจมูลวิเชียกุมเอาไว้เต้ก็ทาการได้ใจมูลวิเชียกุมเวก็นังทว่าอยู่อ่อนดะโรคเสียไว้มันริจำร้านหลุดล้อโดยจิกไอเต้ลูกรอยเปได้มนุษย์มันนี้ได้บ้านมาช่วยในขนมพิธีบอลซอบกระโดดจิบคิ้วบานนมเคลียตลับตัวแต่เป็นออกหายลูกรูไก่กอดกับบานนมเชือกเรื่องแฮดกอดบานประมาณมือคืนยอมมันในใจปราบกรมครูซาร์บอมินพันแต่มาดองนับเป็นลูกรูไก่กอดกับบานในใจแทาตามกับปดเต้จะพูดเรื่องนี้ขยมันจ้างในใจหนูเต้ปนันได้ซาตายขยมนังอัดดอนคือจะมาสมัยอย่างนี้จะอยู่ชนามนำอกหายขยมก็หลมอมไอดังจะบ้าองเปียตะจะรักระบอบเบียดได้ตาเนี่ยดังหรือเต้ถาดอนนี้วิการดับไปแอบเปิดประกันเติบจะให้มานาลายเบียเตรมสนับบัดบางจีบแบบนี้ขจมในใจปรับเนี่ยตามตรังติดเจ้าอาดอนนี้เวียบานมีเรื่องจมูกหนึ่งเนี่ยเลยมุ่งกุมมันเนี่ยในขนมไพรเกมันเนี่ยนู้คือจมูกหนัวกระเกมันเพียบหลบล้วนคลั่งนะเกมันจ้องอาดอนหนึ่งก่อนใจนอนเคลียเตอร์ประมาณสั้นในขนมไพรหนึ่งติดเตะเกมันเนี่ยนู้ก็มีอาชีพจะเปลี่ยนไพรจีกรูทำขมายให้มันตรำเตปนโนเกก็เจกรูทมุพงได้หากจะพอดอนในวีก็มันแม้ในสเกมเกจัดการเวียบ้านหนึ่งอีสโรนุดได้เวียกบานทั่วไปที่ต่อตั้งจมูกเกนุบินได้ปนตาเฉลี่ยเปเดดอนวีประเหตุใต้มือหลิงอีซอเวียก็เตะบ้านเกสำหรับบ้านอย่างอีสรัวลูกรูไกในเยมาดอจำนวนนี้ปนโกนระบอลมีผมดอนกับบานนมเคลียจำรำขึ้นแทนจังซอเตอบ้านเชื่อระยะเปประมาณหลิงอีกลมกนี้ผู้กอดกับบานเคยลูกรูดอนอุตสาห์จินโจตะขนมบรรทุกทั่วไปที่ลูกเชื่อมาดอปรลบทั้งไงจงกร้อยเด็กกอดมันบานโจเตยลูกปรักล้างปุกกอดเพียดังคลุนล้างก็สลับแต่บานเคยลมีผมโดนบานสลับบัดบางจีบเรียงกายเรื่องกันจืดบัดเตอร์หายในขณะเป็นนุสวรรค์ได้เตยจีโกนโปรเปอร์ระบอมโดนกับบานสะสู้ประกอบแต่ดอยเพียมันเตียสายแบบนิท่าละอมไกตาในใจปราปุกเขียมบานเตถาตาปุกระบอกเขียมนี้ก็เตยบ้านหนุนจีเนสำหรับก้อนให้เกสำหรับก้อนโดยระเบียบหน้าเตยเขียมันเลิกเลยตัวไอเกจะได้คานรวมไปเพียงนู้ลูกรูไก่กอดกับบานในใจแทนในสเงียมสันเตยจำเยอะในใจปราบเรื่องน่ากลัวดังเยอะหนึ่งปราบแต่เรื่องคลาไอ้กำตอนอาจังดังไอ้เยอะมาในปราบบานลอยท่านเอาหน้าจีเนสำหรับพวกระบอกไอ้ก็มาอันแต่สายคลั่งเป็ดพวกไอ้เกตระบานคู่สตรีถวยการสำลับโดยการปราบปรามมาจูปื้บรรจุมาแต่มุ่นมาเจียกไหมยังจืดจะทำมันจูตินุเต้พวกไอ้ก็จะบาดเจ็บในบานส่งสักไอ้พวกระบอกไอ้หายกลายเป็นระบาดสนามเลยแบบนี้โกนโปรตั้งปีนี้ระบอลลมมีผมโดนกับบานในสงัดเงียบเต้นในจุดระบาดปุเกมันบานสงบสกล้างสมัยแต่มันเต้นมันต่อมาลูกรูไก่กอดกับบานสะสูปุเกแทตาปอยแต่ปีนี้จ้องส่งสักไอพวกระบายเต้สวรรค์นังวิสนากับบานชลอยตบตะบันท่าปุเกจ้องส่งสักครั้งนะ
ប៉ុន្តែក៏មិនដឹងថាត្រូវធ្វើយ៉ាងណាតើលោកគ្រូអាចជួយពួកគេបានទេចំពោះរឿងនេះលោកគ្រូកៃបានសម្លឹងមើលមុខនិភពនិងនិផែនមុននឹងគាត់បានឆ្លើយតបទៅវិញថាយើងប្រកាសជានឹងជួយអាដូនគឺជាមិត្តភក្តិរបស់យើងនឹងមិនឲ្យវិញ្ញាណក្ខន្ធរបស់វាស្លាប់ទៅដោយងាយៗនោះទេគ្រាន់តែបានស្ដាប់លើបែបនេះភ្លាមកូនប្រុសរបស់លោកមេភូមិដូនក៏បាននិយាយចេញទៅវិញថាបើលោកអ៊ំមានកម្រងការនៅក្នុងការចេញទៅសងសឹកឲ្យឪពុករបស់ខ្ញុំពិតមែននោះខ្ញុំក៏សូមចេញទៅជាមួយដែរលោកគ្រូកៃគាត់ក៏បាននិយាយថាមិនអីទេពួកឯងអាចចេញទៅជាមួយនឹងពួកយើងក៏បានហើយយើងក៏នឹងធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីរកឈើពិនិត្យផងដែរហើយចំពោះស្ត្រីដែលបានសម្លាប់ឪពុកម្ដាយនោះគេក៏កំពុងតែរស់នៅក្នុងព្រៃមួយនឹងដែរនៅពេលដែលបានស្ដាប់លើបែបនេះភ្លាមវាសនាក៏បាននិយាយចេញមកថាមិនអីទេលោកគ្រូចំពោះការស្វែងរកឈើពិនិត្យនោះពួកខ្ញុំរស់នៅក្បែរនឹងព្រៃនេះស្រាប់ពួកខ្ញុំស្គាល់ឈើជាច្រើនប្រភេទពួកខ្ញុំនឹងចូលទៅក្នុងព្រៃដើម្បីស្វែងរកឈើឲ្យបានគ្រប់ចំនួនទៅតាមអ្វីដែលក្រុមលោកគ្រូមានការចង់បានធ្វើយ៉ាងណាក៏បានដែរឲ្យតែពួកខ្ញុំអាចសងសឹកអាពោរបស់ខ្ញុំគឺថាពួកខ្ញុំសប្បាយចិត្តពេកណាស់ទៅហើយនេះផែនដែលជាឈ្មោះនៅក្នុងការស្វែងរកឈើល្អៗនៅក្នុងគ្រានេះគេក៏បាននិយាយថាមិនទេបងប្រុសឲ្យតែពួកបងជួយខ្ញុំនៅក្នុងការចូលព្រៃនៅក្នុងគ្រានេះខ្ញុំក៏នឹងគិតថ្លៃឈ្នួលឲ្យពេញថ្លៃតែម្ដងមិនមែនប្រើដោយទទេនោះទេនៅពេលបានស្ដាប់លើបែបនេះពួកគាត់ទៅពីអ្នកបងប្អូនដែលត្រូវជាកូនរបស់ម្ដងក៏មិនបាននិយាយស្ដីអ្វីច្រើនទៀតនោះដែរដោយសារតែគេកំពុងតែមានការពុះកញ្ជ្រោលចង់សងសឹកឲ្យឪពុករបស់គេលោកក្រោយពេលបាននិយាយផ្ដាំមីងផាន់ដែលជាម្ដាយហើយនោះពួកគេទៅពីអ្នកបងប្អូនក៏បានចេញដំណើរចេញទៅជាមួយនឹងក្រុមរបស់លោកគ្រូកៃនិភពនិផែននៅក្នុងថ្ងៃនោះតែម្ដងនៅក្នុងការចេញដំណើរជើងនេះនៅម៉ោងប្រមាណជា3រសៀលរទេះគោរបស់ក្រុមលោកគ្រូកៃនិងរទេះគោរបស់ពួកគេដែលជាកូនប្រុសរបស់ម្ដងក៏បាននាំគ្នាបរឡើងទៅដល់បរិវេណជីព្រៃគ្រាន់តែបានជិះមកដល់ទីនេះភ្លាមលោកគ្រូកៃនិភពនិងនិផែនក៏សពតែបានទទួលនូវអារម្មណ៍ប្លែកៗភ្លាមតែម្ដងប្រៀបដូចជាមានកែវភ្នែកមួយគូកំពុងតែសម្លឹងមើលមកកាន់ពួកគាត់យ៉ាងអញ្ចឹងបែបនេះវាពិតជាមិនគួរឲ្យទុកចិត្តបានឡើយចំណែកឯនិភពនិងនិផែនវិញពួកគេក៏បានដឹងនៅក្នុងចិត្តផងដែរថាពួកគេក៏ច្បាស់ជានឹងត្រូវប្រឈមមុខជាមួយនឹងអំណាចអាថ៌កំបាំងណាមួយនៅក្នុងព្រៃជាក់ជាមិនខានឡើយស្របពេលដែលពួកគាត់ទាំងអស់គ្នាកំពុងតែមកនៅជួបជុំគ្នាលោកគ្រូកៃគាត់ក៏បានរៀបចំធ្វើនៅពិធីបើកព្រៃដើម្បីប្រកាសប្រាប់ទៅដល់ទេវតាម្ចាស់ព្រៃឲ្យបានដឹងអំពីគោលបំណងដែលពួកគាត់បានចុះមកដល់នៅក្នុងព្រៃនេះពួកគាត់មកទីនេះមិនមែនដើម្បីមកប្រមាញ់ជីវិតរបស់សុភាវៈណាមួយទេប៉ុន្តែពួកគាត់ក៏នឹងប្រើប្រាស់សិទ្ធិនៅក្នុងការការពារខ្លួនដូច្នេះហើយបើសិនជាមានសុភាវៈណាមួយចូលមកធ្វើបាបពួកគាត់ក៏នឹងចាត់ការត្រឡប់ទៅវិញហើយក្រោយពេលដែលបានសែនបួងសួងហើយនោះក្រោយពេលដែលបាននិយាយចប់លោកគ្រូកៃគាត់ក៏បានយកធូបទៅដោតនៅលើដីប៉ុន្តែអ្វីដែលមានការចម្លែកនោះគឺថាទោះបីជាលោកគ្រូកៃព្យាយាមយកធូបទៅដោតនៅខាងលើដីប៉ុន្មានដងក៏ដោយធូបនោះវាក៏មិនព្រមជាប់នៅលើដីទាល់តែសោះបែបនេះពួកគាត់ក៏បានដឹងច្បាស់តែម្ដងថានៅក្នុងការចូលព្រៃនៅក្នុងគ្រានេះពួកគាត់ក៏ច្បាស់ជានឹងត្រូវជួបប្រទះជាមួយនឹងសភាវៈផ្សេងដែលអាចបង្កឲ្យពួកគាត់កើតមានគ្រោះថ្នាក់បានជាក់ជាមិនខានឡើយការដោតធូបមិនជាប់នៅលើដីបែបនេះក៏ជាសញ្ញាបញ្ជាក់ប្រាប់ថាអ្នកតាទេវតាព្រៃភ្នំមិនបានដឹងឮចំពោះការសែនព្រេនរបស់ពួកគាត់ឡើយដូច្នេះបើសិនជាមានគ្រោះថ្នាក់អ្វីនោះក៏មិនអាចបន្ទោសទៅដល់អ្នកតាម្ចាស់ព្រៃភ្នំបានដែរហើយចំពោះមូលហេតុចម្លែកបែបនេះវាក៏ដោយសារតែនៅក្នុងព្រៃនេះវាក៏មានសភាវៈមិនធម្មតានឹងឯងតួយ៉ាងមានដូចជាពពួកគ្រោះអាគមខលខូចដែលបានប្រើប្រាស់ទីកន្លែងព្រៃនេះនៅក្នុងការសាកល្បងនៅមុនវិជ្ជាអាគមរបស់ពួកគេដោយដែលបាននិយាយអញ្ចឹងព្រៃភ្នំខ្មោចនេះអាឋានព្រៃវាខ្លាំងក្លាសម្បើមណាស់ខ្មោចព្រៃបិសាចក៏មានច្រើនហើយមិនត្រឹមតែប៉ុណ្ណោះកាលពីសម័យនោះអ្នកភូមិដែលរស់នៅក្បែរជាមួយនឹងភ្នំខ្មោចពួកគាត់ក៏តែងតែល្បីរន្ទឺថានៅក្នុងព្រៃភ្នំខ្មោចមួយនេះកាលណាចូលទៅកាន់តែជ្រៅទៅវាក៏នឹងមានភូមិដែលមិនអាចកំណត់បានថាគឺជាភូមិខ្មោចឬមួយក៏ជាភូមិរបស់មនុស្សយើងធម្មតានោះទេកាលណាដែលមានមនុស្សប្រុសបានជិះទៅដល់ពួកគេក៏តែងតែបាត់ខ្លួននៅក្នុងភូមិមួយនោះហើយក៏មិនអាចវិលត្រឡប់ចាក់ចេញមកខាងក្រៅវិញបានដែរចំណែកឯពពួកវិញ្ញាណអាក្រក់វិញក៏មានស្ថិតនៅទីនោះច្រើនផងដែរនេះមិនទាន់រាប់បញ្ចូលទាំងពពួកគ្រោះអាគមដែលបានចេញទៅសាកនៅមុនវិជានៅទីនោះហើយបានបែកមន្តអាគមខ្លាយទៅជាខ្មោចព្រាយខ្មោចធ្មប់នោះវិញ្ញាណអាក្រក់ដែលមាននៅក្នុងព្រៃនោះស្រាប់រួមមានដូចជាពពួកខ្មោចព្រាយខ្មោចព្រានព្រៃដែលត្រូវបានសត្វខ្លាខំសម្លាប់វិញ្ញាណព្រាយខ្លាដែលតែងតែបន្លំខ្លួនធ្វើជាព្រះសង្ឃទុដងហើយចេញមកវាយប្រហារទៅលើពពួកព្រានព្រៃហើយមិនត្រឹមតែប៉ុណ្ណោះវាក៏ថែមទាំងមានពពួកខ្មោចព្រាយបាំងបត់ដែលអាចជាចេញមកសណ្ដំជាមនុស្សទៅសម្លាប់នៅឯស្រុកភូមិរបស់ពួកវាហើយក៏នឹងស៊ីធ្វើជាចំណីអាហារតែម្ដងនៅទីបំផុត
លោកនៅពេលបានធ្វើពិធីសែនបើកព្រៃមិនទាន់បានសម្រេចបែបនេះលោកគ្រូកៃនិភពនិផែនក៏បានប្រាប់ទៅកាន់សវណ្ណនិងវាសនាថាឲ្យពួកគេមានការប្រុងប្រយ័ត្នខ្លួនផងមិនត្រូវធ្វើអ្វីដោយមិនមានការអនុញ្ញាតពីពួកគាត់ទាំង3នាក់ឡើយនៅពេលនោះដោយសារតែវាគឺជាពេលល្ងាចគួរសមដែរហើយពួកគាត់ក៏បានប្រញាប់នាំគ្នាចូលទៅក្នុងព្រៃរៀងឆ្ងាយពីមាត់ព្រៃបន្តិចអាងនឹងបានសាងសង់ជាថ្នាក់ស្នាក់នៅខាងលើដើមឈើនៅក្នុងពេលយប់បានអាចស្នាក់អាស្រ័យនៅខាងក្រោមបានទេបែបនេះពួកគាត់ដែលជាព្រានព្រៃក៏ច្បាស់ជាបានដឹងច្បាស់អំពីបំណងមួយនេះស្រាប់ហើយបន្ទាប់ពីបានស្វែងរកឃើញនៅទីកន្លែងដែលមានដើមឈើសមស្របសម្រាប់ការរៀបចំសាងសង់ជាថ្នាក់ហើយនោះពួកគាត់ក៏បានជួយគ្នាមួយដៃមួយជើងចេញទៅកាប់ឈើយកមកសាងសង់ជាថ្នាក់ស្នាក់នៅបានយ៉ាងគ្រប់ចំនួនដោយសារតែមានគ្នាច្រើនពួកគាត់ចំណាយពេលវេលាមិនដល់1ម៉ោងផងក៏បានសាងសង់ជាថ្នាក់រួចរាល់លុះនៅម៉ោងប្រមាណជា6ល្ងាចតិចតួចពួកគាត់ក៏បាននាំគ្នាឡើងទៅសម្រាកនៅខាងលើថ្នាក់ដ៏ធំមួយនោះបន្ទាប់ពីបានហូបបាយពេលល្ងាចរួចរាល់បរិយាកាសនៅក្នុងព្រៃភ្នំខ្មោចនេះវាពិតជាមានសភាពត្រជាក់ខ្លាំងមែនទែនដោយសារតែគឺជាព្រៃដ៏ក្រាស់ឃ្មឹកហើយកាលពីសម័យនោះមនុស្សម្នាក៏មិនសូវជាមានច្រើនដែរដូច្នេះហើយការបំផ្លាញព្រៃឈើក៏មិនសូវជាមានសភាពធំធេងប៉ុន្មានឡើយកាលណាដែលមានព្រៃឈើច្រើនក្រាស់ឃ្មឹកបែបនេះវាក៏នឹងធ្វើឲ្យបរិយាកាសមានសភាពត្រជាក់ងាយស្រួលនៅក្នុងការរស់នៅមិនថាតែជាពេលយប់ឬមួយក៏ជាពេលថ្ងៃនោះទេបាននិយាយអំពីសវណ្ណនិងវាសនាវិញពួកគេពិតជាមានភាពរំភើបនៅក្នុងចិត្តខ្លាំងណាស់ដោយសារតែនេះគឺជាគ្រាទី1ហើយដែលពួកគេបានមានឱកាសបានឡើងមកស្នាក់នៅខាងលើថ្នាក់ជាមួយនឹងគ្រូអាគមដ៏ខ្លាំងពូកែចំនួន3នាក់នៅខណៈពេលនោះដែរបន្ទាប់ពីបានឡើងទៅលើថ្នាក់រួចរាល់ហើយនោះលោកគ្រូកៃគាត់ក៏បាននិយាយចេញមកថានៅក្នុងយប់នេះពួកយើងក៏នឹងទទួលរងនឹងការយាយីរំខានពីសំណាក់សភាវៈជាច្រើនតែមិនចាំបាច់ព្រួយបារម្ភអ្វីនោះទេឲ្យតែពួកយើងមានសតិស្មារតីធម្មតាពួកវាមិនអាចធ្វើអ្វីយើងបានឡើយចំពោះពីអ្នកឯងនេះវិញតែខាតក៏មានអារម្មណ៍ភ័យខ្លាចខ្លាំងពេកអីនៅតែខាងលើថ្នាក់នឹងហើយហាមតក់ស្លុយឲ្យសោះទោះបីជាបានមើលឃើញនៅសភាវៈអ្វីជន់មកក៏ដោយចុះពួកឯងមិនចាំបាច់ភ័យខ្លាចនោះទេយើងដឹងថានឹងត្រូវដោះស្រាយដោយរបៀបណាហើយក្រោយពេលបានស្ដាប់លើបែបនេះហើយពួកគេទៅពីអ្នកបងប្អូនក៏មិនបាននិយាយថាយ៉ាងណាដែរពួកគេបានត្រឹមតែនៅស្ងាត់ស្ងៀមតែប៉ុណ្ណោះពួកគាត់ទាំង5នាក់ក៏បានបន្តស្នាក់នៅខាងលើថ្នាក់ដោយមិនមានរឿងហេតុចម្លែកអ្វីកើតឡើងនោះទេលុះរហូតឈានមកដល់ម៉ោងប្រមាណជា11យប់រំពេចភ្លាមនោះវាក៏សពតែមានភ្លើងធំៗចំនួនប្រមាណជា 4-5 ភ្លើងបានហោះហើរឡើងជុំវិញបរិវេណថ្នាក់ដែលពួកគាត់កំពុងតែស្នាក់នៅហើយចំពោះភ្លើងធំៗប៉ុនចង្អេរទាំងអស់នោះវាក៏ស្ទើរមិនឆ្ងាយប៉ុន្មានពីថ្នាក់របស់ពួកគាត់ឡើយឃ្លាតឆ្ងាយពីគ្នាប្រមាណជាត្រឹមតែជាង50ម៉ែត្រទៅប៉ុណ្ណោះគ្រាន់តែបានឃើញបែបនេះភ្លាមមនុស្សម្នាដែលបានមើលឃើញក៏អាចសន្និដ្ឋានបានផងដែរថាទាំងអស់នេះវាគឺជាភ្លើងព្រាយចាំព្រៃនឹងឯងពួកវាហោះហើរចេញមករកស៊ីតែប៉ុណ្ណោះមុខមាត់របស់ពួកវាគឺថាអាក្រក់ខ្លាំងមែនទែនចំពោះគ្រូអាគមទាំង3នាក់នោះគឺមិនអីនោះទេដោយសារតែពពួកខ្មោចព្រាយបែបនេះពួកគាត់ធ្លាប់បានជួបប្រទះឡើងស៊ាំភ្នែកអត់ទៅហើយប៉ុន្តែចំពោះនាយសវណ្ណនិងវាសនាវិញពួកគេភ័យខ្លាចខ្លាំងណាស់ហើយក៏មានអាការៈព្រឺសម្បល់នៅពេញទាំងរាងកាយថែមទៀតផងពួកព្រាយព្រៃបានចេញមកបង្ហាញខ្លួនបានត្រឹមតែប្រមាណនាទីតែប៉ុណ្ណោះពួកវាក៏បាននាំគ្នាហោះហើរចេញទៅរកស៊ីនៅក្នុងព្រៃជ្រៅបាត់អស់ទៅដោយមិនបានចេញមកធ្វើបាបពួកគាត់ដែលជាមនុស្សកំពុងតែស្នាក់នៅខាងលើថ្នាក់នោះទេប៉ុន្តែរឿងហេតុនៅក្នុងពេលយប់នេះវាមិនមែនបញ្ចប់តែត្រឹមនឹងនោះទេលោកពេលវេលាបានកន្លងផុតទៅអស់រយៈពេលប្រមាណជា15នាទីក្រោយមកទៀតសភាវៈថ្មីមួយទៀតក៏បានចូលមកដល់តែម្ដងសភាវៈមួយនេះវាបានចូលមកជាក្រុមតែម្ដងពួកវាគឺជាសត្វដំរីព្រៃនឹងឯងវងសត្វដំរីប្រមាណជាង10ក្បាលមិនដឹងថាពួកវាមានការខឹងសម្បាជាមួយនឹងក្រុមមនុស្សដែលស្ថិតនៅខាងលើថ្នាក់ចាប់តាំងតែពីពេលណាមកនោះទេពួកវាក៏បាននាំគ្នាបាល់ស្ទូសម្ដៅមកព្រៃដើមឈើដែលពួកគាត់កំពុងតែស្នាក់នៅកាលពីដំបូងដើមឈើមួយនេះទោះបីជាវាគឺជាដើមឈើដែលមានទំហំធំនិងមាំទាំបែបណាក៏ដោយវាក៏មានសភាពញ័ររំកើតិចៗផងដែរសត្វដំរីជាច្រើនក្បាលវាបាននាំគ្នារត់បោលមកព្រិចជុលជាមួយនឹងដើមឈើបែបនេះគឺដើម្បីធ្វើបាបមនុស្សដែលស្ថិតនៅខាងលើនឹងឯងប៉ុន្តែលោកគ្រូកៃនៅពេលនោះគាត់បានដឹងច្បាស់ខ្លាំងណាស់ថានៅសុកវាមិនដែលមានសត្វដំរីព្រៃឯណាមកធ្វើបាបមនុស្សដោយគ្មានហេតុផលបែបនឹងនោះទេលើកលែងតែមនុស្សនោះបានទៅធ្វើបាបពួកវាមុនតែប៉ុណ្ណោះដោយសារតែមើលទៅឃើញថាមិនសូវស្រួលហើយដើម្បីការពារកុំឲ្យកូនប្រុសទៅពីអ្នករបស់អំដនមានការផិតភ័យនោះលោកគ្រូកៃគាត់ក៏បានសូត្រសែមមុនវិជារបស់គាត់ដើម្បីសង្កត់ប្រលឹងទៅលើដើមឈើដែលពួកគាត់កំពុងតែស្នាក់នៅដើម្បីកុំឲ្យវាញ័ររំកើបន្តទៅទៀតបាលីគិថារបស់គាត់នេះគឺថាពិតជាមានភាពស័ក្តិសិទ្ធិមែនទែនគាត់សូត្រនឹងផ្លុំផែតតែប្រមាណម៉ាត់សោះដើមឈើក៏លែងញ័ររំជួយដូចមុនតទៅទៀត
ប៉ុន្តែចំពោះវងសត្វដំរីព្រៃដែលបានចេញមកធ្វើបាបពួកគាត់ទាំងប៉ុន្មានក្បាលនោះពួកវាក៏មិនទាន់បានចាក់ចេញទៅណាវិញដែរដោយពួកវាក៏នៅតែបន្តសកម្មភាពរបស់វាដដែលនៅពេលនោះលោកគ្រូកៃគាត់ក៏បាននិយាយគ្នាជាមួយនឹងនិភឹមបែបនេះថាណែភឹមឯងថាទៅមើលសត្វដំរីដែលបានចេញមកនេះពួកវាគឺជាដំរីព្រៃពិតប្រាកដឬមួយក៏ជាសត្វដំរីដែលត្រូវបានគេបញ្ជូនមកដើម្បីឲ្យមកចាត់ការពួកយើងនៅខណៈពេលនោះនិភឹមគេក៏បាននិយាយឆ្លើយតបទៅវិញថាពួកវានេះមិនមែនជាសត្វដំរីអាគមមកពីណានោះទេពួកវាគឺជាសត្វដំរីព្រៃធម្មតាតែប៉ុណ្ណោះចំពោះការដែលពួកវានាំគ្នាសម្រុកជុំមករំខានយើងបែបនេះវាក៏ដោយសារតែត្រូវបានមនុស្សដែលចេះនៅមន្តអាគមបានប្រើប្រាស់មន្តអាគមនោះបង្គាប់បញ្ជាឲ្យពួកវាមកធ្វើបាបពួកយើងតែប៉ុណ្ណោះលោកគ្រូសង្កេតមើលឲ្យចំទៅកាន់ក្របភ្នែករបស់ពួកវាទៅដឹងថាវាមិនមែនជាសត្វអាគមមកពីណានោះទេពួកវាគ្រាន់តែត្រូវបានគេសង្កត់ប្រើប្រាស់បណ្ដោះអាសន្នតែប៉ុណ្ណោះនៅពេលបានស្ដាប់លើនិភ័មនិយាយបែបនេះភ្លាមលោកគ្រូកៃក៏បានកលេចទៅមើលកែវភ្នែករបស់បណ្ដាវងសត្វដំរីទាំងប៉ុន្មានក្បាលនោះហើយក៏បានសង្កេតឃើញថាកែវភ្នែករបស់ពួកវាមិនមែនជាកែវភ្នែករបស់សត្វដែលគ្រប់គ្រងទៅដោយវិញ្ញាណខ្មៅនោះទេពួកវាមានកែវភ្នែកពណ៌បៃតងធម្មតាមិនមែនជាកែវភ្នែកពណ៌ក្រហមឆ្អែតដូចជាឈាមនោះទេរំពេចភ្លាមនោះលោកគ្រូកៃគាត់ក៏បាននិយាយចេញទៅវិញថាអញ្ចឹងក៏ច្បាស់ជានៅទីនេះវាក៏ប្រកាសជាមាននរណាម្នាក់កំពុងតែពួនសង្ងំដើម្បីធ្វើបាបពួកយើងហើយបើតាមមើលទៅគ្រប់យ៉ាងវាគឺជាអ្វីដែលយើងបានប្រមាណមើលពិតមែនក្រោយពេលបាននិយាយចប់ហើយលោកគ្រូកៃគាត់ក៏បានដកយកស្នែងចេញមកផ្លុំដើម្បីធ្វើការបណ្ដេញវងសត្វដំរីទាំងអស់នោះឲ្យពួកវាចាក់ចេញទៅវិញអស់ទៅហើយចំពោះស្នែងផ្លុំនេះទៀតសោតវាគឺជារបស់ដែលលោកគ្រូកៃបានទទួលបន្តពីតផុននឹងឯងការផ្ដាំឡើយវាគឺជារបស់តផុននោះទេនៅពេលគាត់បានលើកស្នែងយកមកផ្លុំចេញមកបានប្រមាណជា3នាទីផ្លុំចេញមកបានប្រមាណជា3នាទីវងសត្វដំរីទាំងប៉ុន្មានក្បាលនោះក៏បាននាំគ្នាចាក់ចេញពីទីកន្លែងនោះយ៉ាងឆាប់រហ័សតែម្ដងតាមរយៈសម្លេងស្នែងនេះវាក៏ប្រៀបហាក់បីជាវងសត្វដំរីទាំងអស់នោះមានការខ្លាចរអាសម្លេងនោះខ្លាំងណាស់ហើយកាលពីមុនតផុនគាត់ក៏បានប្រើប្រាស់ស្នែងនេះនៅក្នុងការបណ្ដេញវងសត្វព្រៃកាយសាវផងដែរបាននិយាយអំពីជ្រុងមកខាងទៀតនៃព្រៃវិញវាក៏មានបរិមម្នាក់កំពុងតែស្នាក់នៅក្នុងអាសនៈមួយកន្លែងដែលមានសភាពយ៉ាងអាតកំបាំងបរិមម្នាក់នោះគាត់គឺជាមនុស្សដែលមានភាពលោភលន់ខ្លាំងណាស់គេតែងតែធ្វើបាបចំពោះមនុស្សណាដែលបានជន់មកក្នុងព្រៃដើម្បីបរបាញ់សត្វហើយមិនត្រឹមតែប៉ុណ្ណោះចំពោះការដែលគេបានជន់មនុស្សនៅក្នុងព្រៃបែបនេះគឺមកដើម្បីសាកល្បងប្រើប្រាស់នៅមន្តវិជ្ជាគុំរបស់គេនឹងឯងកាលពីមុនគេក៏ធ្លាប់មានអាជីពជាព្រានព្រៃជាគ្រូថ្នាំខ្មែរបុរាណលុះក្រោយមកបន្ទាប់ពីគេបានរៀនសូត្រនៅមន្តវិជ្ជាអាគមគេក៏លែងរស់នៅក្នុងភូមិដូចមុនតទៅទៀតគេបានចេញមករស់នៅក្នុងព្រៃមួយនេះគឺដើម្បីមកសម្លាប់មនុស្សណាដែលហ៊ានចុះមកក្នុងព្រៃគេមានជំនឿថាកាលណាដែលគេអាចសម្លាប់មនុស្សបានកាន់តែច្រើនមន្តអាគមរបស់គេក៏កាន់តែមានសភាពខ្លាំងពូកែជាពិសេសនោះគឺការសម្លាប់ក៏ដូចជាចាត់ការទៅលើគ្រូមន្តអាគមដូចគ្នានេះតែម្ដងបរិមម្នាក់នេះគាត់មានឈ្មោះថាលោកគ្រូនងគាត់មានអាយុប្រមាណជាង40ឆ្នាំតែប៉ុណ្ណោះប៉ុន្តែមន្តវិជ្ជាអាគមវិញគឺថាខ្លាំងមិនធម្មតានោះទេខ្លាំងមិនចាញ់និភពនិងនិផែនប៉ុន្មានឡើយសូម្បីតែលោកគ្រូដនដែលត្រូវជាលោកមេភូមិដែលត្រូវជាឪពុករបស់នេះសវណ្ណនិងវាសនានេះគាត់ក៏ត្រូវបានលោកគ្រូនងម្នាក់នេះចាត់ការបានផងដែរលោកគ្រូម្នាក់នេះគេធ្លាប់បានឆ្លុះប្រកែកជាមួយនឹងអំដនជាច្រើនដងណាស់មកហើយដោយសារតែលោកមេភូមិនេះគាត់ក៏បានដឹងដែរចំពោះការធ្វើសកម្មភាពមិនល្អរបស់លោកគ្រូនងម្នាក់នេះហើយក៏បានធ្វើការហាមប្រាមប៉ុន្តែមនុស្សពីលដូចជាលោកគ្រូនងនេះគាត់មិនព្រមស្ដាប់នោះទេហើយក៏បានខឹងសម្បាល់អំដនរហូតដល់ថ្នាក់មិនឲ្យគាត់ចូលមកក្នុងព្រៃនេះដើម្បីបរបាញ់សត្វថែមទៀតផងលោកគ្រូនងគាត់ធ្វើបែបនេះវាពិតជាមិនត្រឹមត្រូវនោះទេធ្វើមើលតែខ្លួនឯងនឹងគឺជាម្ចាស់ព្រៃភ្នំយ៉ាងអញ្ចឹងលុះក្រោយមកក៏មិនដឹងថាលោកគ្រូនងនេះគាត់បានកំណត់មកពីណានោះទេដែលថាការសម្លាប់មនុស្សនេះវាក៏នឹងធ្វើឲ្យគាត់កាន់តែមានអានុភាពខ្លាំងពូកែជាងមុនហើយមនុស្សដែលគាត់បានចាត់ការជាលើកដំបូងនោះវាគឺជាលោកមេភូមិដនដែលធ្លាប់បានប៉ះពីសម្ដីជាមួយនឹងគាត់នៅក្នុងពេលកន្លងទៅនឹងឯងនៅក្នុងគ្រានេះនៅពេលដែលបានដឹងថាសត្វដំរីដែលខ្លួនបានបញ្ជាឲ្យចេញទៅចាត់ការក្រុមរបស់លោកគ្រូកៃបាននាំគ្នារត់ខ្ចាត់ខ្ចាយអស់ហើយលោកគ្រូនងគាត់ពិតជាមានការខឹងសម្បាខ្លាំងណាស់បាននិយាយចំទៅគ្រូនងម្នាក់នេះគាត់ពិតជាមិនទាន់ស្គាល់លោកគ្រូកៃនិភពនិងនិផែនទាស់តែសោះនេះបានហៅថាជាមនុស្សដែលពលវង្វេងជាមួយនឹងមន្តអាគមខ្មែរមែនទែនរំពេចភ្លាមនោះលោកគ្រូគុំម្នាក់នេះគេក៏បានចាប់ទីញុកឆ្អឹងសត្វខ្លាដែលមាននៅក្នុងថង់យិមរបស់គេយកមកសូត្រខ្សែបរិកម្មគាថាដើម្បីបញ្ជាឲ្យសត្វអឋានមួយក្បាលនោះចេញទៅប្រយុទ្ធចាត់ការជាមួយនឹងក្រុមរបស់លោកគ្រូកៃក្រោយពេលដែលគ្រូគុំម្នាក់នោះបានធ្វើការសូត្រខ្សែនិងស្ដោះផ្លុំផែតទៅលើឆ្អឹងព្រាយខ្លាហើយនោះសត្វខ្លាកំណាចមួយក្បាលក៏បានដើរចាក់ចេញមកពីក្នុងភាពងងឹតហើយក៏បានបោស្ទុះចេញទៅរកគោលដៅដែលម្ចាស់របស់វាបានបញ្ជាចូលទៅវាប្រហារមិនយូរប៉ុន្មានសត្វខ្លាកំណាចមួយនោះ
វាក៏បានទៅដល់បរិវេណដែលពួកគាត់កំពុងតែស្នាក់នៅតែម្ដងក្រោយពេលដែលវាបានដើរទៅដល់បរិវេណទីនោះហើយសត្វខ្លាកំណាចក៏បានចេញមកដើរកលឹងជុំវិញបរិវេណដើមឈើដែលពួកគាត់បានសាងសង់ជាថ្នាលនោះតែម្ដងព្រាបហាក់បីដូចជាមិនបានចាប់អារម្មណ៍ភ័យខ្លាចជាមួយនឹងក្រុមមនុស្សដែលកំពុងតែស្នាក់នៅខាងលើទាល់តែសោះនៅពេលដែលបានមើលឃើញបែបនេះលោកគ្រូកៃនិភមនិផែនក៏បានដឹងច្បាស់តែម្ដងថាសត្វខ្លាមួយក្បាលនេះវាមិនមែនជាសត្វព្រៃធម្មតានោះទេវាគឺជាសត្វដែលត្រូវបានគេបញ្ជូនដើម្បីចាត់ការពួកគាត់នឹងឯងរូបពេជ្រភ្លាមនោះនិផែនគេក៏បានដកហូតយករូបសូនសត្វក្របីពណ៌ខ្មៅចេញមកខាងក្រៅបន្ទាប់មកគេក៏បានលើកដៃមកប្រណម្យធ្វើការសូត្របរិកម្មគាថាចំនួន3ចប់មុននឹងបានធ្វើការផ្លុំផែនទៅលើរូបសូនសត្វក្របីមួយក្បាលនោះហើយបន្ទាប់មកគេក៏បានបោះរូបសូននោះទម្លាក់ចុះមកខាងក្រោមដើម្បីធ្វើការតតាំងជាមួយនឹងសត្វខ្លារបស់លោកគ្រូនងនោះតែម្ដងរូបពេជ្រភ្លាមនោះក្រោយពេលដែលរូបសូនសត្វក្របីត្រូវបានទម្លាក់ចុះមកដល់ខាងក្រោមមិនយូរវាក៏សាប់តែមានសន្ធឹកម្យ៉ាងបានលាន់លឺព្រាបហាក់បីដូចជាមានរូបរាងកាយរបស់សត្វមាធំកំពុងតែចេញមកបង្ហាញខ្លួនចែងអញ្ចឹងភ្លាមនោះវាក៏សាប់តែមានរូបរាងកាយរបស់សត្វក្របីមាធំមួយក្បាលបានចេញមកប្រកាសខ្លួនឡើងនៅចំពីខាងមុខសត្វខ្លាកំណាចមួយក្បាលនោះនៅឃ្លាតពីគ្នាប្រមាណជា10ម៉ែត្រតែប៉ុណ្ណោះលុះនៅពេលបានចេញមកប្រឈមមុខដាក់គ្នាបែបនេះហើយសត្វអឋានទាំងពីរក៏បានបញ្ចេញនូវសម្លេងស្រែកគំរាមដាក់គ្នាពួកវាមិនបានខ្លាចរអាគូសត្រូវរបស់ពួកវាឡើយបន្ទាប់មកពួកវាក៏បានបោលស្ទូចូលទៅវាប្រា គ្នាដោយមិនញញើតសោះឡើយសត្វទាំងពីរបានប្រើប្រាស់នូវអាវុធប្រចាំកាយរៀងៗខ្លួននៅក្នុងការវាយប្រយុទ្ធជាមួយនឹងគូសត្រូវសត្វខ្លាវាបានប្រើប្រាស់ចង្កូមនិងកញ្ញាំដ៏វែងៗនៅមុខស្រួយរបស់វាសម្រាប់ធ្វើការតតាំងជាមួយនឹងសត្វអឋានរបស់និផែនចំណែកឯសត្វក្របីមាធំដែលកាត់ឡើងអំពីធម្មពលរបស់និផែនវាក៏បានប្រើប្រាស់កម្លាំងជើងដ៏ខ្លាំងមហិមាក៏ដូចជាស្នែងដ៏មានអំណាចអានុភាពរបស់វានៅក្នុងការចាត់ការទៅលើសត្វខ្លាមួយក្បាលនោះសត្វអឋានទាំងពីរក្បាលនោះពួកវាបានប្រយុទ្ធគ្នាដោយមិនមានភាពកោតញញើតអ្វីទេហើយនៅក្នុងគណៈពេលនោះដែរក៏មិនទាន់មានភាគីណាមានប្រៀបជាងភាគីណានោះដែរក្រោយមកបានមើលសន្ទុះសត្វទាំងពីរក្បាលនោះក៏ប្រៀបហាក់បីដូចជាពួកវាមានការថមថយកម្លាំងយ៉ាងមិនដឹងចំណែកឯមនុស្សដែលកំពុងតែស្ថិតនៅខាងលើថ្នាក់នោះវិញពួកគេក៏បានសម្លឹងមើលទៅកាន់ហេតុការណ៍នោះប្រកបទៅដោយភាពជក់ចិត្តតែម្ដងជាពិសេសនោះគឺកូនប្រុសទាំងពីរនាក់របស់ម្ដងនេះតែម្ដងពួកគាត់មិនធ្លាប់បានឃើញលោកគ្រូអាគមប្រយុទ្ធគ្នាដោយការប្រើសត្វអឋានឲ្យចេញមកតតាំងគ្នាបែបនេះទេនៅពេលដែលបានឃើញសត្វក្របីរបស់ខ្លួនមានការថមថយកម្លាំងធម្មពលបែបនេះនេះផែនគេក៏បានលើកដៃមកប្រណម្យសូត្រផ្លុំសារជាថ្មីម្ដងទៀតដើម្បីបញ្ជូនធម្មពលទៅឲ្យសត្វក្របីរបស់គេបែបនេះក៏អាចសន្និដ្ឋានបានថាគ្រូនងដែលកំពុងតែបញ្ជូនសត្វខ្លាចមកចាត់ការពួកគេនេះក៏មិនមែនជាគ្រូធម្មតានោះដែរបាននិយាយអំពីភាគីខាងគ្រូនងវិញគាត់ក៏បានធ្វើការសូត្របរិកម្មគាថាបន្ថែមទៀតធ្វើយ៉ាងណាឲ្យសត្វខ្លារបស់គាត់អាចយកឈ្នះទៅលើសត្វក្របីរបស់ក្រុមលោកគ្រូកៃបានរយៈពេលបានកន្លងផុតទៅអស់ចំនួនប្រមាណជា5នាទីតែប៉ុណ្ណោះសត្វអឋានទាំងពីរក្បាលនោះក៏បានចេញមកប្រយុទ្ធគ្នាសារជាថ្មីម្ដងទៀតប៉ុន្តែចំពោះការប្រយុទ្ធនៅក្នុងគ្រានេះវាមិនមែនដូចជាពេលមុននោះទេសត្វមួយក្បាលមានភាពកាចសាហាវជាងមុនហើយការប្រយុទ្ធគ្នាក៏កាន់តែមានសភាពឆាប់ដឹងចាញ់ឈ្នះផងដែរនៅខណៈពេលនោះសត្វខ្លាក៏បានស្ទុះទៅខំត្របាក់នៅត្រង់ជើងខាងក្រោយផ្នែកខាងឆ្វេងរបស់សត្វក្របីរហូតបណ្ដាលឲ្យសត្វក្របីនោះត្រូវស្រែកបញ្ចេញសំឡេងប្រកបទៅដោយការឈឺចាប់ប៉ុន្តែសត្វខ្លាមួយក្បាលនេះវាមិនអាចធ្វើអ្វីឲ្យសត្វក្របីអឋានមួយក្បាលនោះកើតមាននៅគ្រោះថ្នាក់បានឡើយស្របពេលនោះដែរសត្វក្របីរបស់និផែនវាក៏បានឆ្លៀតឱកាសប្រើប្រាស់ស្នែងដ៏មកស្រួយរបស់វាវាត់ចាក់ទម្លុះទៅត្រូវនៅត្រង់បរិវេណពោះរបស់សត្វខ្លារហូតបណ្ដាលឲ្យសត្វខ្លាកំណាចមួយក្បាលនោះត្រូវធ្លាយពោះនិងរលាយបាត់ទៅវិញភ្លាមតែម្ដងវាគឺជាចង្វាក់ស្របគ្នានៅខណៈពេលដែលសត្វខ្លាងាកទៅខំត្របាក់ជើងខាងក្រោយរបស់សត្វក្របីដែលកំពុងតែមានការខឹងក្រោធព្រមជាមួយនឹងភាពឈឺចាប់វាក៏បានប្រើប្រាស់ស្នែងនោះវាត់ចាក់ទៅលើបរិវេណត្រង់ពោះរបស់សត្វខ្លានោះតែម្ដងទៅសត្វខ្លាវាមិនអាចការពារខ្លួនបានឡើយដោយសារតែមាត់របស់វាក៏កំពុងតែខំជាប់ជាមួយនឹងជើងរបស់សត្វក្របីនៅផ្នែកខាងក្រោយលោកក្រោយពេលបានយកឈ្នះទៅលើសត្វអឋានរបស់លោកគ្រូនងបានសម្រេចហើយនោះនេះផែនគេក៏បានហៅឲ្យសត្វក្របីរបស់គេវិលត្រឡប់ទៅរកសភាពដើមវិញបន្ទាប់មកទៀតលោកគ្រូកៃគាត់ក៏បាននិយាយចេញទៅវិញថាពេលនេះវាដល់ពេលហើយដែលពីរនាក់នេះវាត្រូវចេញទៅសងសឹកឲ្យវិញ្ញាណក្ខន្ធឪពុករបស់វាប៉ុន្តែយើងមិនទាន់ឲ្យពួកវាចេញទៅបញ្ចេញកំហឹងនៅក្នុងពេលឥឡូវនេះទេចាំយើងចាត់ការគ្រូអាគមម្នាក់នេះបន្តិចសិនរំពេចភ្លាមនោះលោកគ្រូកៃគាត់ក៏បានបេះយកស្លឹកឈើព្រៃចំនួន1ក្តាប់ដៃយកមកធ្វើការសូត្រសែបនៅមុនវិជ្ជាអាគមអ្វីមួយយ៉ាងដែលមិនមាននរណាម្នាក់អាចស្ដាប់ដឹងឡើយថាវាគឺជាមុនវិជ្ជាអ្វីក្រោយមកបន្ទាប់ពីលោកគ្រូកៃបានធ្វើការសែបផ្លុំចេញពីបាតដៃរបស់គាត់វាក៏សាប់តែមានសត្វអើម៉ាល់ភ្លើងជាច្រើនក្បាលបានហោះហើរចេញមក
ហើយក៏បានហៅសម្ដៅទៅរកទីតាំងដែលលោកគ្រូនងកំពុងតែពួនសង្ងំធ្វើពិធីចំពោះការប្រើប្រាស់មន្តវិជ្ជាអាគមសត្វអមលភ្លើរបស់លោកគ្រូកៃនេះលោកគ្រូនងគាត់ក៏អាចធ្វើការទប់ទល់ការពារខ្លួនដោយសុទ្ធសាយបង្កើតបានទៅជាភ្លើងអាគមដែលមាននៅអំណាចអនុភាពខ្លាំងពូកែអាចដុតកម្លោចសត្វអមលទាំងអស់នោះបានប៉ុន្តែចំពោះសត្វអមលដែលលោកគ្រូកៃបានបង្កើតឡើងនេះវាមិនមែនជាសត្វអមលធម្មតានោះទេពួកវាមិនខ្លាចភ្លើងឡើយហើយមិនត្រឹមតែប៉ុណ្ណោះនៅតាមដងខ្លួនរបស់វានៅតាមស្លាបក៏មានសុទ្ធសឹងតែជាអណ្ដាតភ្លើងស្រាប់ដូច្នេះពួកវានេះគឺថាមិនមានការខ្លាចរអាអ្វីនោះទេជាមួយនឹងភ្លើងអាគមដែលលោកគ្រូនងបានបង្កើតឡើងភ្លើងអាគមដែលបានហោះហើរមកតាមគំនិតប្រងសត្វអមលភ្លើងវាក៏បានរលាយបាត់ទៅវិញនៅពេលដែលសត្វអមលទាំងអស់នោះបានទៅរួមគ្នាតោងតិចនៅលើភ្លើងនោះនៅពេលដែលបានឃើញបែបនេះលោកគ្រូនងគាត់ក៏មានអាការៈផិតភ័យខ្លាំងណាស់ហើយក៏បានព្យាយាមរត់គេចចាក់ចេញពីក្នុងខ្ទមធ្វើពិធីកណ្ដាលព្រៃប៉ុន្តែនៅថ្ងៃនេះក៏អាចនិយាយបានថាវាគឺជាផលកម្មរបស់គាត់ផងក៏អាចថាបានដែរគ្រប់យ៉ាងលោកគ្រូកៃគាត់ក៏បានបញ្ជាប្រាប់ទៅកាន់សុវណ្ណនិងវាសនារួចទៅហើយថាឲ្យពួកគេទៅពីរនាក់ទៅរងចាំលោកគ្រូនងដល់ខាងមុខច្រកទ្វារខ្ទមតែម្ដងកាលណាដែលលោកគ្រូនងឆ្លេឆ្លាប្រងតែនឹងរត់គេចចេញពីវងសត្វអមលភ្លើងក៏ឲ្យពួកគេប្រើប្រាស់កំបិតស្និតអាគមចាក់សម្លាប់លោកគ្រូនងនៅក្នុងគ្រានោះតែម្ដងទៅនៅពេលនេះគ្រប់យ៉ាងវាក៏បានប្រព្រឹត្តទៅតាមផែនការរបស់លោកគ្រូកៃពិតមែនស្របពេលដែលលោកគ្រូនងកំពុងតែឆ្លេឆ្លាប្រងតែនឹងរត់គេចចូលរួចខ្លួននៅគណៈពេលគាត់បានបើកទ្វាររៀបតែនឹងឈានជើងចូលមកពីខាងលើខ្ទមលោកគ្រូនងក៏ត្រូវបានវាសនាប្រើប្រាស់កំបិតស្នៀតរបស់លោកគ្រូកៃចាក់សម្លាប់គាត់នៅក្នុងពេលនោះតែម្ដងលោកគ្រូនងគាត់មានការភ័យខ្លាចខ្លាំងណាស់មិនបានមើលមុខមើលក្រោយនោះទេក៏មិនដឹងនោះទេថាវាសនាបានមកនៅរងចាំគាត់នៅក្បែរនឹងទ្វារខ្ទមនេះលោកក្រោយពេលបានសម្លាប់លោកគ្រូនងសងសឹកឲ្យអំដនដែលត្រូវជាឪពុកបានសម្រេចហើយនោះវាសនានិងសវណ្ណក៏បានរត់សម្ដៅទៅរកក្រុមរបស់លោកគ្រូកៃវិញពួកគេនៅពេលនេះក៏បានរសាយនៅសេចក្តីឈឺចាប់បានមួយផ្នែកធំហើយដោយសារតែបានសម្លាប់មនុស្សដែលបានសម្លាប់ឪពុករបស់ខ្លួនក្រោយពេលដែលពួកគេបានរត់ទៅដល់ពួកគេក៏បានស្ទុះឡើងទៅលើថ្នាក់យ៉ាងលឿនរហ័សដោយសារតែមិនហ៊ានស្នាក់នៅខាងក្រោមបន្តទៀតទេបើទោះបីជាបានសម្លាប់គ្រូអាគមខលខូនម្នាក់នោះបានសម្រេចហើយក៏ដោយចុះពួកគេក៏មិនដឹងថានៅក្នុងព្រៃនេះវានឹងមានសភាពអាក្រក់អ្វីផ្សេងទៀតដែលប្រងតែនឹងចូលមកចាត់ការពួកគេបន្តទៅទៀតនោះឡើយពេលវេលាក៏ចេះតែកន្លងទៅមុខជ្រៃរឿយសំឡេងមន់ព្រៃក៏បានរងាវឡើងខ្ជិលខ្ចាអើងកងរំពងពេញព្រៃក្រុមមនុស្សដែលកំពុងតែស្ទើរនៅលើថ្នាក់ក៏បាននាំគ្នាភ្ញាក់ដឹងខ្លួនឡើងហើយក៏បាននាំគ្នាចូលមកខាងក្រោមរៀបចំលុបលាងសម្អាតមុខហើយក៏បានប្រញាប់នាំគ្នារៀបចំចម្អិនម្ហូបអាហារសម្រាប់ទទួលទាននៅក្នុងពេលព្រឹកនៅក្នុងពេលនេះគឺនិភពនិងនិផែនពួកគេទៅពីអ្នកបងប្អូនក៏បានទទួលតួនាទីជាអ្នករៀបចំចម្អិនអាហារចំណែកឯសវណ្ណនិងវាសនាវិញពួកគេក៏មានតួនាទីជាអ្នកដើររកសាច់ដោយសារតែពួកគេនេះទោះបីជាមានអាយុនៅរៀងក្មេងក៏ពិតមែនប៉ុន្តែបើនិយាយអំពីបទពិសោធន៍នៅក្នុងការប្រមាញ់សត្វព្រៃវិញគឺថាទឹកដីរបស់ពួកគេនេះក៏ចំណានមិនចាញ់និភពនិងនិផែនប៉ុន្មានឡើយគ្រាន់តែចំណាយពេលមិនទាន់តែបានកន្លះម៉ោងស្រួលបួលផងពួកគេក៏ចេញទៅបាញ់បានសត្វទន្សាយពណ៌ប្រផេះរហូតដល់3ក្បែរនោះហើយបន្ទាប់មកក៏បានយកមកឲ្យនិភពនិងនិផែនរៀបចំស្លម្ជូរហូបឡើងស្រស់មាត់ពេញទាំងព្រឹកតែម្ដងគ្រាន់តែបានឃើញពួកក្មេងៗរកបានសត្វពិសេសយកមកទទួលទានបែបនេះលោកគ្រូកៃគាត់ក៏បាននិយាយចេញមកថាតើពួកឯងទៅពីអ្នកបងប្អូនចេះហូបស្រាដែរទេសវណ្ណនិងវាសនាក៏បានឆ្លើយតបទៅវិញថាពួកគេចេះតែហើយពេលណាដែលបានស្ដាប់លឿនចឹងភ្លាមលោកគ្រូកៃគាត់ក៏បាននិយាយប្រាប់ទៅកាន់និផែនថាចំពោះអាទន្សាយមួយក្បែរដែលបានប្រឡាក់អំបិលថានឹងទុកអាំងហូបសម្រាប់ពេលថ្ងៃត្រង់នឹងមិនចាំបាច់ទុកនោះទេយកមកអាំងដកមេកាត់ព្រឹកតែម្ដងទៅបាននិយាយទៅលោកគ្រូកៃគាត់និយាយបែបនេះមិនមែនមានន័យថាគាត់ចង់បបួលពួកគេឲ្យហូបស្រាដើម្បីឲ្យខាតពេលវេលានោះទេប៉ុន្តែដោយសារតែនៅក្នុងព្រៃវាត្រជាក់ខ្លាំងពេកបើសិនជាដកមេមកល្មមទៅក៏ច្បាស់ជានឹងធ្វើឲ្យពួកគាត់ស្រួលទៅសៃទៅសងជាក់ជាមិនខានហើយដោយតែបានដឹងអញ្ចឹងលោកគ្រូកៃនេះគាត់ពូកែបិទស្រាហូបខ្លាំងណាស់ស្រារបស់គាត់នរណាក៏គេកោតសរសើរដែរដោយសារតែវាមានរសជាតិឆ្ងាញ់និងផឹកទៅមិនពិបាកនៅក្នុងខ្លួនដល់ពេលបានឃើញអញ្ចឹងទៅនិភពនិងនិផែនពួកគេក៏មានកូនចិត្តនឹកឃើញទៅដល់បងជាហើយនិងបងខៀងដែលជាអតីតកូនចៅរបស់គេនឹងឯងតាមរយៈលក្ខណៈសម្បត្តិចរិតលើកពីរបស់សុវណ្ណនិងវាសនានេះបើសង្កេតដូចច្បាស់លាស់យូរទៅក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយនឹងបងជានិងបងខៀងខ្លាំងណាស់ហើយនៅក្នុងពេលនេះក៏មិនដឹងថាពួកគាត់ទៅពីអ្នកនោះក្រោយពេលដែលនិភពនិងនិផែនបានផ្លាស់ប្ដូរមករស់នៅជាមួយនឹងតផុនក៏មិនដឹងថាសុខទុក្ខរបស់ពួកគាត់ទាំងពីរនាក់យ៉ាងណានោះទេបន្ទាប់ពីបានហូបអាហារពេលព្រឹកក៏ដូចជាដកមេបន្តិចបន្តួចហើយនោះពួកគាត់ក៏ចាប់ផ្ដើមចូលទៅក្នុងព្រៃរៀងជ្រៅជាងមុនបន្តិចដើម្បីងាយស្រួលនៅក្នុងការស្វែងរកឈើប្រណិតមានតួយ៉ាងដូចជាឈើខ្លឹមច័ន្ទគ្រឹះស្នេហ៍ជាដើមនៅក្នុងការចូលមកស្វែងរកឈើនៅក្នុងគ្រានេះ
ក៏អាចនិយាយបានថានិភពនិងនិផែនពួកគេពិតជាសំណាងមែនទែនដោយសារតែមានសុវណ្ណនិងវាសនាជាអ្នកចុះមកជួយពួកគេទៅពីអ្នកនេះស្គាល់ប្រភេទឈើនីមួយៗច្បាស់លាស់ល្អណាស់បើទោះបីជាពួកគេទៅពីអ្នកបងប្អូននេះមិនចេះមុនវិជាអាគមក៏ដោយចុះប៉ុន្តែចំពោះការប្រើប្រាស់កម្លាំងក៏ដូចជាការកាប់រំលំដើមឈើការរៀបចំសក់ឈើឈើអីហ្នឹងគឺពួកគេមានភាពប៉ិនប្រសប់ខ្លាំងណាស់អាចចំនួនដៃជើងនិភពនិផែនបានបន្ទាប់ពីបានកាប់រំលំដើមឈើធំៗបានមួយចំនួនហើយវាសនានិងសវណ្ណទាំងពីរអ្នកបងប្អូនក៏បាននាំគ្នាមកធ្វើការសក់ឈើបន្តទៀតទោះបីជានិភពបាននិយាយប្រាប់ឲ្យពួកគេសម្រាកយកកម្លាំងសិនក៏ដោយក៏ពួកគេមិនបានឈប់សម្រាកនោះដែរបន្ទាប់មកក្រោយពេលដែលបានសក់ឈើបានមួយចំនួនហើយនោះពួកគេក៏បាននាំគ្នាចេញទៅស្វែងរកសាច់ក្រែងលោបានសាច់មួយចំនួនទៀតយកមកធ្វើម្ហូបនៅក្នុងពេលថ្ងៃត្រង់នេះក៏ព្រោះថាសាច់ទន្សាយប្រឡាក់កាលពីពេលព្រឹកមិញនេះក៏ត្រូវបានលោកគ្រូកែយកមកខ្លែមអត់ទៅហើយចំណែកឯលោកគ្រូកែវិញគាត់ក៏បានរៀបចំដាំបាយធ្វើម្ហូបចំណែកឯនិភពនិងនិផែនពួកគេក៏បានចេញទៅដឹកគោយកទៅឲ្យទឹកក៏ដូចជារកស្មៅរកអីមកឲ្យវាស៊ីអាងនឹងបានមានកម្លាំងឡើងវិញនៅគណៈពេលដែលសុវណ្ណនិងវាសនាបានយកកំភ្លើងកែច្នៃចេញទៅតាមស្វែងរកបាញ់សត្វសម្រាប់យកមកធ្វើជាអាហារពេលថ្ងៃត្រង់នៅតាមផ្លូវគេក៏បានប្រទះឃើញជាមួយនឹងដានជើងរបស់សត្វព្រៃជាច្រើនក្បាលនៅក្នុងនោះរួមមានដូចជាពពួកសត្វជ្រូកព្រៃសត្វក្តាន់ញែងហើយក៏មានរហូតដល់ដានជើងរបស់ពុកមាត់ថែមទៀតផងពួកគេទាំងពីរអ្នកបងប្អូននិស្សាតែធ្លាប់បានប្រើប្រាស់ជីវិតនៅក្នុងព្រៃពួកគេក៏មិនសូវជាមានការផិតភ័យជាមួយនឹងដានជើងរបស់សត្វខ្លានោះទេលោកបន្តដំណើរបានប្រមាណជា15នាទីក្រោយមកទៀតសុវណ្ណក៏បានប្រទះឃើញជាមួយនឹងសត្វឆ្លួចំនួន2ក្បាលដែលពួកវាបានចុះមកផឹកទឹកនៅក្នុងមាត់ស្ទឹងមួយកន្លែងគ្រាន់តែបានឃើញភ្លាមពួកគេទាំងពីរនាក់ក៏បានដើរលបនៅក្នុងគោលបំណងលបបាញ់ទៅលើសត្វឆ្លួទាំងពីរក្បាលនោះប៉ុន្តែក៏ហាក់បីដូចជាយឺតពេលណាស់ទៅហើយគ្រាន់តែពួកគេជាកំភ្លើងចេញទៅភ្លាមសត្វព្រៃទាំងពីរក្បាលនោះក៏បានរត់គេចចាក់ចេញពីផ្លូវក្រោយកំភ្លើងរបស់ពួកគេតែម្ដងប្រៀបហាក់បីដូចជាពួកវានឹងបានមើលឃើញពួកគេទាំងពីរនាក់នេះជាមុនចាអញ្ចឹងចំណែកឯសុវណ្ណនិងវាសនានៅពេលបានមើលឃើញបែបនេះពួកគេក៏បានដេញតាមសត្វព្រៃទៅពីក្បាលនោះនៅតាមផ្លូវដែលពួកគេកំពុងតែដេញតាមសត្វនឹងវាក៏មានស្នាក់ស្នាមរបស់សត្វព្រៃជាច្រើនដែលពួកគេមិនបានចាប់អារម្មណ៍អ្វីច្រើនឡើយកែវភ្នែកសម្លឹងដេញតាមតែចំពោះសត្វឆ្លួទាំងពីរក្បាលនោះតែប៉ុណ្ណោះហើយអ្វីដែលចម្លែកនោះគឺថាសត្វឆ្លួទាំងពីរក្បាលនោះពួកវាមិនបានរត់គេចបែកផ្លូវចេញពីគ្នាឡើយលុះក្រោយពេលដែលបានរត់ដេញតាមអស់មួយសន្ទុះពួកគេទាំងពីរអ្នកបងប្អូនក៏បានបាត់តម្រុយរបស់សត្វព្រៃទាំងពីរក្បាលនោះហើយនៅសុកពួកគេទាំងពីរនាក់ក៏សាប់តែបានប្រទះឃើញជាមួយនឹងវត្តមានរបស់មនុស្សស្រីក្រមុំចំនួន2នាក់ដែលពួកនាងកំពុងតែរស់របស់ព្រៃតាមរយៈទឹកមុខរបស់ពួកនាងក៏អាចបញ្ជាក់បានថាពួកនាងគឺជាមនុស្សស្លូតត្រង់មានអត្តចរិតទន់ភ្លន់ហើយបាននិយាយអំពីរូបសម្រស់វិញគឺថាស្រស់ស្អាតខុសប្លែកពីមនុស្សស្រីដែលរស់នៅក្នុងភូមិធម្មតានៅពេលនោះពួកគេទាំងពីរអ្នកបងប្អូនក៏មានភាពស្រឡាញ់កាន់នៅក្នុងចិត្តដែលមិននឹកស្មានទោះតែសោះថានៅក្នុងព្រៃជ្រៅបែបនេះទៅហើយវាក៏បានជាមានមនុស្សស្រីដ៏ស្រស់ស្អាតបែបនេះអញ្ចឹងសោះពួកគេទាំងពីរនាក់ក៏បានទម្លាក់កំភ្លើងចុះពីការយាតម្រង់ហើយក៏បានយកមកស្ពាយនៅលើស្មាវិញម្ដងនៅពេលបានមើលឃើញពួកនាងញញឹមដាក់បែបនេះពួកគេទាំងពីរនាក់បងប្អូនក៏បានញញឹមឆ្លើយតបទៅវិញមុននឹងបានពោលសាកសួរចេញទៅវិញថាសួស្ដីបងស្រីទាំងពីរនាក់តើនាំគ្នាចូលមកធ្វើអីនៅទីនេះវាជ្រៅខ្លាំងណាស់រំពេចភ្លាមនោះនារីម្នាក់នៅក្នុងចំណោមពួកគេទាំងពីរនាក់ក៏បានតបទៅវិញថាគឺពួកខ្ញុំចេញមករកដកផ្សិតនឹងណាហើយចុះពួកបងទាំងពីរនាក់ចូលមកធ្វើអ្វីនៅទីនេះក្រោយមកពួកគេក៏បានសាកសួរអំពីឈ្មោះរបស់នារីទាំងពីរនាក់នោះហើយក៏បានដឹងថាពួកនាងមានឈ្មោះថានារីនិងដាវីហើយនាងកំឡោះទាំងពីរនាក់ក៏បានឆ្លើយប្រាប់ពួកនាងថាពួកគេចូលមកទីនេះគឺព្រោះតែបានដេញតាមសត្វឆ្លួចំនួន2ក្បាលកាលពីពេលដំបូងពួកគេចូលមកកាប់ឈើនោះទេហើយឥឡូវនេះក៏បានមកវង្វេងនៅក្នុងទីកន្លែងនេះទៅចំណែកឯនារីនិងដាវីវិញតាមរយៈការស្លៀកពាក់របស់ពួកនាងវាក៏មានលក្ខណៈដូចជាអ្នកស្រុកព្រៃភ្នំធម្មតាទូទៅអញ្ចឹងដែរខុសគ្នាទៅត្រង់ថាពួកនាងមានសម្រស់ស្រស់ស្អាតដាច់គេលើសពីមនុស្សស្រីធម្មតានៅគណៈពេលនោះនៅពេលបានស្ដាប់ឮសុវណ្ណនិងវាសនានិយាយថាបានវង្វេងព្រៃពួកនាងក៏បានបបួលឲ្យពួកគេទៅពីរនាក់ធ្វើដំណើរចូលទៅក្នុងភូមិឋានរបស់ពួកនាងតែម្ដងទៅដើម្បីការពារក្រៃលោមានសត្វកាយសាហាវចេញមកធ្វើបាបពួកគេអីចឹងទៅលុះនៅពេលដែលពួកគេទៅពីរអ្នកបងប្អូនបាននិយាយថាយល់ព្រមពួកនាងក៏បានដើរនាំផ្លូវឲ្យនាងកំឡោះទៅពីរអ្នកនោះដើរចេញទៅតាមពីក្រោយនៅគណៈពេលនោះនាងកំឡោះទៅពីរអ្នកនេះពួកគេក៏ហាក់បីដូចជាកំពុងតែត្រូវបានសភាវៈអ្វីមកសន្តំចឹងអញ្ចឹងពួកគេមិនបាននឹកឃើញទៅដល់និភពនិងនិផែនក៏ដូចជាលោកគ្រូកៃតតែសោះចំណែកឯក្រុមមនុស្សទាំង3នាក់នោះវិញពួកគាត់ក៏មិនទាន់បានចាប់អារម្មណ៍អ្វីជាមួយនឹងការបាត់ខ្លួនរបស់ពួកគេទៅពីអ្នកបងប្អូននៅឡើយទេដោយសារតែជាទូទៅកាលណាដែលត្រូវដេញតាមសត្វព្រៃវាក៏ត្រូវតែចំណាយពេលវេលារៀងយូរអញ្ចឹងហើយពួកគាត់ក៏បានដាំបាយរងចាំលុះចាំបាត់
លោកគ្រូកៃគាត់ក៏បាននិយាយថាជាពីអ្នកនេះពួកវាទៅបាញ់សត្វដល់ណាទៅហេតុអ្វីក៏ក្រមកដល់ម្លេះលោកគ្រូកៃក៏និយាយចេញមកបែបនេះក៏ដោយសារតែគាត់កំពុងតែឃ្លានខ្លាំងនឹងឯងចំណែកឯនិភពនិងនិផែនវិញពួកគេក៏មិនបាននិយាយឆ្លើយតបមកវិញថាមិននោះដែរតែកៅភ្នែករបស់ពួកគេក៏កំពុងតែបញ្ជាក់ប្រាប់ថាតិចលោកពីអ្នកនោះពួកវាដេញតាមសត្វព្រៃហើយបានមកវិញនៅក្នុងព្រៃទៅពួកគាត់ទាំង3នាក់ក៏បានត្រឹមតែរងចាំបន្តទៅទៀតក៏ព្រោះថាបានស្គាល់ច្បាស់ថាសុវណ្ណនិងវាសនានេះពួកគេចំណានព្រៃណាស់ពួកគេមិនមែនចេះតែវង្វេងដោយងាយៗនោះទេបាននិយាយពីពួកគេទាំងពីរនាក់នោះវិញនៅពេលនេះពួកគេក៏បានដើរទៅតាមពីខាងក្រោយខ្នងរបស់នារីទាំងពីរនាក់នោះទាំងដែលតាមការពិតទៅពួកគេមិនបានដឹងឲ្យច្បាស់ដែលថានារីទាំងពីរនាក់នេះនឹងនាំពួកគេទៅកាន់ទីកន្លែងណាឡើយពួកគេដឹងតែត្រឹមថាពួកនាងកំពុងតែដើរដឹកនាំពួកគេទៅកាន់ផ្ទះសម្បែងរបស់ពួកនាងនឹងឯងលុះក្រោយពេលបានធ្វើដំណើរមកបានបន្តិចនៅតាមផ្លូវធ្វើដំណើរវាក៏សាប់តែមានពោពេញទៅដោយព្រៃឈើដើមឈើយ៉ាងធំក្រាស់ខ្មឹកតែម្ដងក៏ឲ្យបញ្ជាក់បានថានៅពេលនេះពួកគេបានដើរចូលមកដល់នៅក្នុងបរិវេណព្រៃជ្រៅហើយលុះបន្តដើរចូលទៅមុខអស់មួយសន្ទុះទៀតពួកគេក៏សាប់តែបានប្រទះឃើញជាមួយនឹងផ្ទះសម្បែងជាច្រើនខ្នងដែលសរុបមើលទៅគឺមានប្រមាណជាង30ខ្នងឯណោះផ្ទះសម្បែងទាំងអស់នោះក៏មិនសូវជាធំធេងប៉ុន្មាននោះទេផ្ទះនីមួយៗគឺប្រត់ទៅដោយស្បូវទាំងអស់ហើយក៏មិនសូវជាមានការតុបតែងអ្វីច្រើនដែរនៅពេលពួកគេកំពុងតែដើរចូលទៅនឹងពួកគេក៏បានប្រទះឃើញមានមនុស្សជាច្រើនអ្នកកំពុងតែចោលកែវភ្នែកសម្លឹងមើលមកកាន់ពួកគេដោយមិនទម្លាក់កែវភ្នែកទោះតែសោះប្រៀបដូចជាពួកគេនឹងគឺជាជនប្លែកមុខមកពីណាចាអញ្ចឹងនៅពេលបានឃើញបែបនេះសុវណ្ណនិងវាសនាក៏បានគិតនៅក្នុងចិត្តថានៅទីនេះវាពិតជានឹកស្មានមកដល់ទោះតែសោះដែលថានៅចំកណ្ដាលព្រៃភ្នំដ៏ជ្រៅបែបនេះទៅហើយវាក៏បែរជាមានមនុស្សម្រស់នៅយ៉ាងច្រើនកុះករបែបនេះទៅវិញលុះធ្វើដំណើរយូរទៅពួកគេក៏បានទៅដល់ផ្ទះរបស់នារីទាំងពីរនាក់នោះចំពោះផ្ទះរបស់នារីនិងដាវីនេះគឺថាផ្ទះរបស់ពួកនាងគឺស្ទើរតែជាប់គ្នាតែម្ដងផ្ទះរបស់នារីទាំងពីរនាក់នេះក៏មានសភាពដូចជាផ្ទះចាស់ទ្រុឌទ្រោមនារីនាងរស់នៅជាមួយនឹងឪពុកម្ដាយចំណែកឯដាវីវិញគឺនាងរស់នៅជាមួយនឹងលោកយាយរបស់នាងឪពុកម្ដាយរបស់នាងបានស្លាប់ចោលទៅតាំងតែពីនាងនៅតូចមកម្លេះបាននិយាយទៅនារីនិងដាវីនេះទោះបីជាពួកនាងមានសម្រស់ស្រស់ស្អាតខ្លាំងបែបណាក៏ដោយពួកនាងក៏មិនទាន់មាននរណាម្នាក់ហ៊ានចូលមកចែកចៅទទួលយកពួកនាងទៅធ្វើជាគូអនាគតនោះឡើយទេបន្ទាប់ពីបានដឹកនាំអ្នកកំឡោះទាំងពីរនាក់នោះទៅដល់ផ្ទះហើយពួកនាងក៏បានណែនាំពួកគេទាំងពីរនាក់ទៅដល់ឪពុកម្ដាយក៏ដូចជាដូនចាស់ម្នាក់នោះថាពួកគេគឺជាអ្នកបង្វេងព្រៃអេងចឹងទៅបន្ទាប់មកក៏បានអនុញ្ញាតឲ្យពួកគេទាំងពីរនាក់នោះឡើងទៅហូបបាយដោយសារតែពេលថ្ងៃត្រង់ណាស់ទៅហើយនៅពេលនោះសុវណ្ណគេក៏ត្រូវបានគេអនុញ្ញាតឲ្យឡើងទៅលើផ្ទះរបស់នាងដាវីចំណែកឯវាសនាវិញគេក៏ត្រូវបានអនុញ្ញាតឲ្យឡើងទៅលើផ្ទះរបស់នារីហើយបន្ទាប់មកពួកគេក៏បានទទួលទានអាហារថ្ងៃត្រង់នៅក្នុងភូមិអាតកំបាំងមួយនោះតែម្ដងទៅបាននិយាយអំពីក្រុមរបស់លោកគ្រូកៃនិភពនិផែនពួកគាត់នៅពេលដែលបានធ្វើការរងចាំអស់រយៈពេលឡើងយូរគូសំហើយនោះហើយមិនទាន់បានឃើញសុវណ្ណនិងវាសនាត្រឡប់មកវិញបែបនេះក៏បានគិតថាពួកគេទាំងពីរនាក់ប្រកាសជាកំពុងតែមានបញ្ហាជាក់ជាមិនខានឡើយបន្ទាប់មកលោកគ្រូកៃដោយសារតែគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ក្មេងកំឡោះទាំងពីរនាក់នោះដែលត្រូវជាកូនប្រុសរបស់មិត្តសម្លាញ់គាត់ក៏បានប្រាប់ឲ្យនិភពនិងនិផែននៅមើលការខុសត្រូវគោក្របីព្រមជាមួយនឹងឈើដែលបានកាប់រួចរាល់ចំណែកឯគាត់វិញគាត់ក៏នឹងធ្វើដំណើរចេញទៅតាមស្វែងរកសុវណ្ណនិងវាសនាលោកគ្រូកៃគាត់បានដឹងច្បាស់ណាស់ថាប្រកាសជាមានរឿងមិនស្រួលបានកើតឡើងហើយនៅពេលនេះលោកគ្រូកៃគាត់បានដើរចេញទៅតាមស្វែងរកពួកគេទៅពីអ្នកបងប្អូននោះជ្រៅរឿយប៉ុន្តែវាពិតជាចម្លែកខ្លាំងណាស់ដែរក្រោយពេលដែលលោកគ្រូកៃបានដើរទៅតាមដានជើងសត្វដែលគាត់បានគិតថាពួកគេទៅពីអ្នកនោះក៏ប្រកាសជាបានដើរទៅតាមផ្លូវនេះដូចគ្នានៅពេលនោះក៏លោកគ្រូកៃមិនបានប្រទះឃើញពួកគេទៅពីអ្នកបងប្អូនឡើយដូច្នេះហើយគាត់ក៏បានធ្វើការសន្និដ្ឋានថាពួកគេទៅពីអ្នកបងប្អូននេះគឺច្បាស់ជាវង្វេងព្រៃជាក់ជាមិនខានឡើយលោកគ្រូកៃគាត់បានធ្វើដំណើរបន្តទៅមុខទៀតដែរប៉ុន្តែក៏នៅតែមិនបានស្វែងរកពួកគេឃើញឡើយមិនដឹងថាសុវណ្ណនិងវាសនានេះពួកគេបានបាត់ខ្លួនទៅដោយរបៀបណានោះទេហើយបើសិនជាស្វែងរកពួកគេមិនឃើញនោះក៏មិនដឹងថានឹងត្រូវដោះស្រាយជាមួយនឹងប្រពន្ធរបស់មិត្តសម្លាញ់ដោយរបៀបណាដែរអ៊ំដូនដែលជាមិត្តសម្លាញ់ក៏ទើបតែនឹងត្រូវអំពើរបស់គេស្លាប់ហើយបើសិនជាកូនប្រុសទៅពីអ្នកនេះកើតមាននៅបញ្ហាអ្វីទៀតនោះលោកគ្រូកៃគាត់ច្បាស់ជានឹងមានវិបត្តិសេរីពេញមួយជីវិតជាក់ជាមិនខានឡើយចំពោះកូនខ្មោចកូនព្រាយដែលលោកគ្រូកៃបានចិញ្ចឹមទុកសម្រាប់ចេញទៅស៊ើបដំណឹងនោះនៅពេលនេះវាក៏មិនអាចចេញទៅស៊ើបការបានឡើយដោយសារតែកំពុងស្ថិតនៅក្នុងពេលថ្ងៃលើកលែងតែនៅក្នុងពេលជប់ព្រលប់តែប៉ុណ្ណោះដែលវាអាចចេញទៅធ្វើការឲ្យលោកគ្រូកៃបានហើយចំពោះភូមិដែលនេះកំឡោះទាំងពីរនាក់នោះបានចុះទៅដល់ចំពោះលោកគ្រូកៃដែលជាគ្រូមន្តអាគមដ៏ខ្លាំងពូកែម្នាក់ស្រាប់ទៅហើយក៏គាត់នៅតែមិនអាចសម្លឹងមើលឃើញទៅកាន់ភូមិឋានមួយនោះបានតែដដែលដោយសារតែភូមិឋានមួយនោះវាគឺជាភូមិដែលទេវតាព្រៃភ្នំមានការជួយគ្រប់គ្រងនឹងឯង
ភូមិនេះគឺជាភូមិបងបត់ដែលសម្រាប់កៅភ្នែករបស់មនុស្សមិនអាចមើលឃើញបានឡើយលើកលែងតែនៅក្នុងពេលយប់ចាប់តាំងតែពីម៉ោង 7 យប់ទៅតែប៉ុណ្ណោះពលគឺជាពេលវេលាដែលមនុស្សវាចេញមកដែរនឹងលោកគ្រូកៃក៏បានគិតថានៅក្នុងព្រៃនេះប្រកាសជាមានរឿងរ៉ាវអាចកំបាំងកំពុងតែលាក់ទុកជាជំនខានឡើយវាមិនដែលនៅសុកក៏ស្រាប់តែពួកគេទៅពីអ្នកមកវិញព្រៃបែបនឹងនោះទេតែនៅពួកគេគឺជាមនុស្សដែលមានភាពស្ទាត់ជំនាញជាមួយនឹងព្រៃភ្នំមួយនេះស្រាប់បាននិយាយអំពីសវណ្ណនិងវាសនាវិញនៅពេលនេះពួកគេក៏បានរស់នៅជាមួយនឹងនាងណារីនិងនាងដាវីមានសភាពដូចជាប្តីប្រពន្ធរៀបការយ៉ាងអញ្ចឹងដោយពួកគេមិនបានខ្វល់ខ្វាយជាមួយនឹងលោកគ្រូកៃនេះភឹមនឹងនេះផែនឡើយពួកគេមិនបានគិតឃើញអ្វីទាំងអស់ប្រៀបដូចជាពួកគេមិនមែនជាពួកគេកាលពីមុនអញ្ចឹងសវណ្ណនិងវាសនាមិនបានដឹងថាពួកគេកំពុងតែស្ថិតនៅទីកន្លែងណាឡើយពេលវេលាក៏បានកន្លងផុតទៅជារឿយៗលោកគ្រូកៃគាត់ក៏បានធ្វើដំណើរស្វែងរកពួកគេជារឿយៗលុះរហូតឈានមកដល់ពេលមេឃប្រែទៅជាងងឹតនៅពេលនេះលោកគ្រូកៃគាត់ក៏បានគិតថាគួរតែធ្វើនៅរឿងអ្វីម្យ៉ាងហើយទៅបានមិនអាចនៅតែបែបនឹងបានទេរំពេចភ្លាមនោះលោកគ្រូកៃគាត់ក៏បានស្វែងរកឈើយកមកបត់ធ្វើជាក្របព្រួញហើយក៏បានទៅកាប់យកវល្លិព្រៃមកធ្វើជាខ្សែធ្នូមុននឹងគាត់បានធ្វើការបួងសួងចេញមកថាអោលោកតាម្ចាស់ព្រៃភ្នំមនុស្សរបស់កូនចៅកំពុងតែវង្វេងជាប់នៅក្នុងព្រៃនេះបើសិនជាពួកគេនឹងមានជីវិតធម្មតាទេក៏សូមឲ្យព្រួញភ្លើងដែលកូនចៅបាញ់ទៅនេះនៅឆេះដដែលហើយបង្ហាញប្រាប់អំពីទិសដៅដែលកូនចៅនឹងត្រូវចេញទៅស្វែងរកពួកគេទៅពីអ្នកនោះតែបើសិនជាពួកគេអស់ជីវិតហើយក៏សូមឲ្យបាញ់ទៅព្រួយនេះវារលត់ភ្លើងទៅចុះក្រោយពេលបានធ្វើការបួងសួងរួចរាល់ហើយនោះលោកគ្រូកៃគាត់ក៏បានយឹតព្រួញហើយបាញ់ព្រួញភ្លើងមួយគ្រាប់នោះឡើងទៅលើផ្ទៃអាកាសតែម្ដងរំពេចភ្លាមនោះហេតុការណ៍វាពិតជាអស្ចារ្យខ្លាំងណាស់គឺថាគ្រាប់ព្រួញដែលលោកគ្រូកៃបានបាញ់ចេញទៅនឹងវាមិនបានរលត់នោះទេបន្តិចក្រោយមកគ្រាប់ព្រួញភ្លើងក៏បានធ្លាក់ចុះមកនៅខាងក្រោមវិញដោយវាបានបែរទិសដៅចង្អុលទៅកាន់ទិសខាងលិចនៅពេលបានឃើញបែបនេះលោកគ្រូកៃគាត់ក៏បានលើកដៃមកសាធុដឹងគុណចំពោះការបង្ហាញផ្លូវនៅក្នុងគ្រានេះចំណែកឯព្រួញភ្លើងនោះវិញវាមិនបានរលត់នោះទេនេះក៏ស្មែដឹងថាពួកគេទៅពីអ្នកនោះគឺនៅមានជីវិតឡើយទេបន្ទាប់មកលោកគ្រូកៃរិសាតែមេងងឹតផងនោះគាត់ក៏បានព្យាយាមបង្កាត់ចន្លោះភ្លើងហើយក៏បានដើរចេញទៅតាមទិសដៅដែលគ្រាប់ព្រួញបានចង្អុលបង្ហាញពលគឺដើរទៅកាន់ទិសខាងលិចលុះចំណាយពេលដើរអស់រយៈពេលប្រមាណជា15នាទីលោកគ្រូកៃគាត់ក៏បានដើរទៅដល់ចំណុចមួយដែលគាត់បានសម្លឹងមើលពីចម្ងាយទៅក៏បានប្រទះឃើញជាមួយនឹងពន្លឺភ្លើងដែលគេបានដុតជាភ្លើងចន្លោះប៉ុន្តែតាមការពិតទៅវាគឺជាភ្លើងចង្កៀងដែលបានភ្លឺចេញមកពីផ្ទះរបស់អ្នកភូមិនោះទេលោកគ្រូកៃគាត់បាននឹងច្បាស់ហើយថានៅចំពីខាងមុខនេះវាក៏ច្បាស់ជាមានភូមិរបស់មនុស្សរស់នៅជាមិនខានឡើយហើយនេះកំឡោះទាំងពីរអ្នកនោះក៏ប្រកាសជាកំពុងតែជាប់នៅក្នុងភូមិមួយនឹងជាមិនខានឡើយបន្ទាប់មកសម្លេងកូនខ្មោចកូនព្រាយដែលគាត់បានចិញ្ចឹមនឹងវាក៏បានខ្សឹបប្រាប់គាត់ថាឲ្យគាត់ដើរចូលទៅឲ្យត្រង់ទៅនេះកំឡោះទាំងពីរអ្នកនោះកំពុងតែស្ថិតនៅលើផ្ទះមួយដែលស្ថិតនៅឯចុងភូមិឯណោះលោកគ្រូកៃគាត់ដើរចូលទៅនឹងគឺថាដើរឡើងសភាពលបមួយដែលម្ខាងអោបថងយាមនិងម្ខាងទៀតកាន់ចន្លោះភ្លើងចំណែកឯនៅលើស្មាក៏មានស្ពាយកំភ្លើងកែច្នៃមួយដើមផងដែរនៅខណៈពេលដែលលោកគ្រូកំពុងតែដើរសម្ដែងទៅកាន់ផ្ទះមួយដែលស្ថិតនៅឯចុងភូមិនឹងគឺខ្សែភ្នែករបស់មនុស្សម្នាដែលកំពុងតែស្ថិតនៅលើផ្ទះដែលគាត់បានដើរឆ្លងកាត់ពីខាងមុខផ្ទះនឹងក៏បាននាំគ្នាចោលកែភ្នែកសម្លឹងមើលមកកាន់គាត់ពោពេញទៅដោយការមិនសប្បាយចិត្តហាក់បីដូចជាពួកគេមិនពេញចិត្តជាមួយនឹងការចូលមកដល់ពីសំណាក់លោកគ្រូអាគមម្នាក់នេះតទៅសោះលោកគ្រូកៃក៏បានដឹងថាតាមកាប់ពិតទៅភូមិមួយនេះវាមិនមែនជាភូមិធម្មតានោះទេមនុស្សឯណាដែលហ៊ានចូលរស់នៅចំកណ្ដាលព្រៃជ្រៅកាត់ផ្ដាច់ទំនាក់ទំនងពីខាងក្រៅបែបនេះនោះប៉ុន្តែភារកិច្ចរបស់គាត់នៅពេលនេះគឺមកដើម្បីស្វែងរកនេះកំណត់ទៅពីអ្នកបងប្អូននោះឲ្យឃើញចំពោះរឿងផ្សេងទៀតគាត់មិនចាប់អារម្មណ៍ប៉ុន្មាននោះទេបាននិយាយពីនេះកំណត់ទៅពីអ្នកនោះវិញកាលពីថ្ងៃគឺពួកគេស្នាក់នៅលើផ្ទះផ្សេងពីគ្នានោះទេប៉ុន្តែដល់ពេលជប់ឡើងក៏មិនដឹងថាវាមានរឿងអ្វីបានកើតឡើងទៅលើពួកគេឡើយពួកគេទៅពីអ្នកក៏បែរជាបានទៅស្នាក់នៅលើផ្ទះមួយកន្លែងដែលស្ថិតនៅឯចុងភូមិឆ្ងាយផុតពីគេឯងហើយនៅទីនោះនៅពេលនេះវាក៏មិនមាននរណាផ្សេងទៀតទេក្រៅពីនាងណារីនិងនាងដាវីនិងពួកគេទៅពីអ្នកបងប្អូននោះឡើយក្រោយមកបានបន្តិចពួកនាងក៏បែរជាបានបាត់ខ្លួនទៅវិញមិនដឹងថាពួកនាងបានបាត់ទៅណានោះទេដោយបន្សល់ទុកឲ្យនាងកំឡោះទៅពីអ្នកកំពុងតែដេកចាំងលងលក់នៅលើផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោមមួយនោះពួកគេដេកលក់ប្រៀបហាក់បីដូចជាកំពុងតែត្រូវនៅមុនស្ដំមកពេលម្យ៉ាងមិនដឹងនោះទេលុះក្រោយមកដោយកូនក្មេងនៃគាត់បានចិញ្ចឹមជួយនាំផ្លូវផងនោះគាត់ក៏បានដើរមកដល់ចុងភូមិតែម្ដងហើយក៏បានកលេសទៅឃើញផ្ទះមួយដែលមានលក្ខណៈគួរឲ្យសង្ស័យមិនមកអង្គយូរគាត់ក៏បានឡើងទៅលើផ្ទះនោះភ្លាមតែម្ដងហើយក៏សាប់តែបានប្រទះឃើញសុវណ្ណនិងវាសនាកំពុងតែដេកសន្លប់មិនដឹងខ្លួននៅពេលបានមើលឃើញបែបនេះលោកគ្រូកៃគាត់ក៏បានធ្វើការចាប់អង្រួនពួកគេទៅពីរនាក់
គឺថាគាត់នឹងរួនរហូតដល់ពួកគេបានភ្ញាក់ដឹងខ្លួនឡើងតែម្ដងនៅពេលបានភ្ញាក់ដឹងខ្លួនហើយពួកគេក៏មិនទាន់អាចនិយាយស្ដីអ្វីបានដែរដល់ពេលពួកគេមានសភាពមមាញឹកខ្លាំងបែបនេះលោកគ្រូកៃគាត់ក៏បានដកហូតយកខ្សែកបន្តោងរូបព្រះចំនួន2ខ្សែដែលជាខ្សែករបស់និភពនិងនិភ័យនឹងឯងដកហូតចេញមកពីក្នុងថង់យាមហើយក៏បានយកទៅពាក់ឲ្យពួកគេទៅ2នាក់ហើយរំពេចព្រាមនោះពិតជាអំណាចពុទ្ធគុណពិតមែនពួកគេទៅ2នាក់ក៏បានដឹងខ្លួនឡើងនៅមានសតិស្មារតីប្រក្រតីធម្មតាឡើងវិញនៅពេលនោះពួកគេក៏បានកលេចមើលឆ្វេងមើលស្ដាំឃើញសភាពចម្លែកបែបនេះវាសនាក៏បានសាកសួរលោកគ្រូកៃថាតើពួកគេកំពុងតែស្ថិតនៅទីកន្លែងណាទៅនៅពេលនោះលោកគ្រូកៃគាត់ក៏បានធ្វើដៃជាសញ្ញាហាមមិនឲ្យនិយាយស្ដីអ្វីទាំងអស់ហើយបន្ទាប់មកគាត់ក៏បានខ្សឹបប្រាប់ពួកគេថានៅទីនេះមិនបានទីនោះទេឆាប់បញ្ញាប់ចាក់ចេញពីទីនេះឲ្យបានលឿនជាទីបំផុតពួកគេទៅពីអ្នកភ័យខ្លាំងពេកក៏បានត្រឹមតែស្រវាស្ទុះក្រោកឡើងដើម្បីចុះទៅខាងក្រោមវិញអាងនឹងបានដើរចាក់ចេញពីទីនេះប៉ុន្តែនៅខណៈពេលដែលពួកគាត់ទាំង3នាក់កំពុងតែបែកខ្នងរៀបតែនឹងដើរឈានជើងចុះទៅវិញនឹងណារីនិងដាវីក៏បានប្រកាសខ្លួនចេញមកមិនដឹងថាពួកនាងបានមកដល់ពីខាងក្រោយខ្នងពួកគាត់តាំងតែពីពេលណាមុននោះទេនៅសុកក៏លេចចេញមកប្រៀបហាក់បីដូចជាវិញ្ញាណខ្មោចយ៉ាងអញ្ចឹងនៅក្នុងភូមិមួយនេះវាពិតជាស្ងប់ស្ងាត់មែនទែនមិនមានសំឡេងមនុស្សនិយាយគ្នានៅតាមផ្ទះនោះទេស្ងាត់ជ្រាបប្រៀបដូចជាភូមិដែលត្រូវបានគេបោះបង់ចោលយ៉ាងអញ្ចឹងបាននិយាយពីនារីនិងដាវីវិញទឹកមុខរបស់ពួកនាងនៅពេលនេះគឺថាឡើងក្រហមឆៅតែម្ដងពួកនាងមានអាការៈខឹងសម្បាឡើងក្រហមមុខអត់ទៅហើយកែវភ្នែកធំបើក្រឡោតប្រៀបដូចជាកំពុងតែចង់ស៊ីសាច់ឈាមស្រស់របស់លោកគ្រូកៃយ៉ាងអញ្ចឹងចំពោះការដែលគាត់ហ៊ានចូលមកតាមរកនេះកំឡោះទៅពីអ្នកនេះបន្ទាប់ពីបានឈរសម្លឹងមើលមុខគ្នាបានមួយសន្ទុះហើយនារីក៏បាននិយាយថាលោកអ៊ំនេះលោកអ៊ំកំពុងតែធ្វើអ្វីនឹងដល់ពេលលឺអញ្ចឹងទៅលោកគ្រូកៃគាត់ក៏បានឆ្លើយតបទៅវិញថាគឺខ្ញុំមកតាមរកពួកគេទៅពីអ្នកនេះឲ្យត្រឡប់ទៅវិញបានស្ដាប់លឺអញ្ចឹងភ្លាមដាវីក៏បានកំហុកចេញមកថាមិនបានទេលោកអ៊ំមិនអាចធ្វើបែបនេះបានទេលោកអ៊ំមិនអាចជួយមនុស្សរបស់យើងត្រឡប់ទៅវិញបានទេបើសិនជាលោកអ៊ំនៅតែបន្តរឹងទៅតឹងទៀតកុំថាពួកខ្ញុំនេះមិនបានប្រាប់យប់នឹងក៏នឹងបានភ្លឺភ្នែកទាំងអស់គ្នាលោកគ្រូកៃគាត់ក៏មិនបានឆ្លើយតបថាយ៉ាងណានោះទេតែក៏មិនមែនមានន័យថាគាត់ខ្លាចពួកនាងនោះដែរគ្រាន់តែថាគាត់មិនចង់ឆ្លោះជាមួយនឹងពួកគេបន្ទាប់មកលោកគ្រូកៃគាត់ក៏បានដើរដឹកដៃនេះកំឡោះទៅពីអ្នកនោះដើរចុះពីកលើផ្ទះដោយមិនបានខ្វល់ខ្វាយជាមួយនឹងនារីទាំងពីរនាក់ដែលកំពុងតែមានអារម្មណ៍ខឹងច្រឡោតជាមួយនឹងរូបគាត់ឡើយបន្ទាប់មកលោកគ្រូកៃគាត់ក៏បាននាំពួកគេដើរចាក់ចេញពីក្នុងភូមិចំណែកឯនារីទាំងពីរនាក់នោះវិញពួកនាងក៏បានឈរមើលពួកគាត់ចាក់ចេញទៅវិញព្រមជាមួយនឹងការចុះអាឃាតរំពេចភ្លាមនោះវាក៏សាប់តែមានដៃរបស់ស្ត្រីវ័យចាស់ជរាម្នាក់ក៏បានមកប៉ះជាមួយនឹងស្មារបស់ពួកនាងទាំងពីរនាក់ដែលកំពុងតែឈរសម្លឹងមើលទៅកាន់ការចាក់ចេញរបស់បរិសុទ្ធជាទីស្រឡាញ់របស់ខ្លួនព្រមជាមួយនឹងលោកគ្រូកៃចំណែកឯលោកយាយដែលបានចេញមកបង្ហាញខ្លួននេះគាត់គឺត្រូវជាយាយបង្កើតរបស់នារីនិងដាវីនឹងឯងហើយពួកនាងទាំងពីរនាក់នេះក៏ត្រូវជាបងប្អូនជាដូនមួយនឹងគ្នានៅពេលដែលបានឃើញចៅរបស់ខ្លួនមានកំហឹងចុះអាឃាតចំពោះលោកគ្រូកៃបែបនេះស្ត្រីវ័យចំណាស់ក៏បាននិយាយថាម្នាក់នេះវាពិតជាពហិនខ្លាំងមែនទែនវាហ៊ានជួយមកដល់ទីនេះនៅក្នុងយប់នេះយើងគួរនឹងចេញទៅចាត់ការវាកញ្ចាស់ម្នាក់នេះវាមិនមែនជាមនុស្សធម្មតានោះទេវាគឺជាគ្រូមន្តអាគមយើងក៏ចង់ដឹងដែរថាតើវាអាចទៅរួចជាមួយនឹងយើងដែរឬមួយក៏អត់ទើបបានជាប្រហឺនហ៊ានជួយមកយកពីអ្នកនេះត្រឡប់ទៅវិញបែបនេះនៅក្នុងគណៈពេលនេះលោកយាយចាស់ម្នាក់នឹងគាត់ចង់កម្ចាត់លោកគ្រូកៃខ្លាំងណាស់តែវាទាស់ទៅត្រង់ថាមិនទាន់ដល់ពេលនៅក្នុងការចេញទៅកម្ចាត់ដោយគាត់ត្រូវរងចាំលុះរហូតឈានមកដល់ម៉ោង11យប់សិនជាពេលវេលាដែលពពួកព្រាយហោះដូចជាគាត់នេះអាចចេញទៅខាងក្រៅបានមួយសន្ទុះក្រោយមកដោយសារតែមិនមានការរំខានណាមួយនៅតាមផ្លូវលោកគ្រូកៃគាត់ក៏បានដឹកនាំនេះកំឡោះទាំងពីរនាក់នោះដើរវិលត្រឡប់ទៅដល់ទីកន្លែងដែលនិភពនិងនិផែនកំពុងតែស្នាក់នៅគ្រាន់តែទៅដល់ភ្លាមនិភពក៏បានទម្លាក់ខ្សែពោះចូលមកឲ្យពួកគាត់តោងឡើងទៅដោយសារតែមិនអាចស្នាក់នៅក្រោមយូរតទៅទៀតបានទេពេលវេលាក៏ចេះតែកន្លងផុតទៅមុខជ្រៃរឿយនៅក្នុងម៉ោងប្រមាណជាជាង10យប់វាក៏សាប់តែមានភ្លើងហោះឡើងប៉ុនចង្អេឯនោះភ្លើងទាំងអស់នោះមានរហូតដល់ជិត10ភ្លើងឯនោះនៅពេលនោះលោកគ្រូកៃគាត់ក៏បានដឹងច្បាស់ហើយថាតាមការពិតទៅភូមិដែលគាត់បានចូលទៅនឹងវាមិនមែនជាភូមិរបស់មនុស្សទេវាគឺជាភូមិរបស់ព្រាយបងបន់ដូច្នេះហើយមិនចម្លែកនោះទេដែលថាការប្រយុទ្ធម្សិលមិញពួកគាត់បានជួបប្រទះជាមួយនឹងភ្លើងព្រាយហោះហើរចេញមករកស៊ីនៅពេលដែលភ្លើងព្រាយទាំងអស់នោះបានហោះហើរចុះមកដល់ក្បែរនឹងបរិវេណពួកវាក៏បានមករួមក្បាលគ្នាคล้ายទៅជាភ្លើងព្រាយដ៏ធំមួយពលគឺភ្លើងព្រាយក្បាល8នឹងឯងហើយចំពោះមេព្រាយដែលបានបង្ហាញឲ្យឃើញនៅមុខមាត់ភ្លឺក្រហមព្រាលនឹងវាគឺជាមុខមាត់របស់យាយចាស់ម្នាក់នឹងឯងមុខមាត់របស់គាត់មានសភាពឡើងគួរឲ្យភ័យរន្ធត់យុទ្ធមែនទែន
បានឃើញបែបនេះលោកគ្រូកៃគាត់ក៏បានស្រវាយកខ្សែកអង្កាំដែលគាត់កំពុងតែពាក់នៅនឹងកយកមកសូត្រខ្សែមុនវិជាហើយបន្ទាប់មកក៏បានបោះខ្សែអង្កាំនោះទៅលើផ្ទៃអាកាសរំពេចព្រាមនោះព្រាយក្បាល8ដែលកំពុងតែហោះហើរសម្ដៅជុំចិត្តការពួកគាត់នឹងវាក៏ត្រូវបានខ្សែកអង្កាំពង្រីកមៀតយ៉ាងធំហោះហើរទៅសង្កត់ចងនៅតាមរូបរាងកាយរបស់ព្រាយកំណាចនោះទៅរំពេចព្រាមនោះសំឡេងដែលស្រែកចេញមកពោពេញទៅដោយភាពក្តៅផ្សាក៏បានមកលើឡើងហើយនៅក្នុងចំណោមនោះផងដែរវាមិនមែនមានត្រឹមតែជាសំឡេងរបស់ជាចាស់ម្នាក់នឹងទេវាមានតាំងតែពីសំឡេងស្រីរបស់នារីនិងដាវីព្រមជាមួយនឹងសំឡេងរបស់មនុស្សដទៃទៀតបែបនេះសុវណ្ណនិងវាសនាក៏បានដឹងច្បាស់ហើយថាមនុស្សស្រីដែលពួកគេបានរស់នៅជាមួយនឹងពួកគេគឺជាព្រាយទៅវិញសោះមិនតមកដោយសារតែមិនអាចទៅរួចជាមួយនឹងរដ្ឋអំណាចខ្សែអង្កាំរបស់លោកគ្រូកៃព្រាយនោះក៏បានរលាយខ្លួនបាត់អស់ទៅលុះរហូតឈានមកដល់ពេលព្រឹកឡើងពួកគាត់ទាំង5នាក់ក៏បាននាំគ្នាចូលមកពីកលើធ្នះហើយក៏បានបន្តចេញទៅស្វែងរកឈើឲ្យបានគ្រប់ចំនួនអាំងនឹងបានធ្វើដំណើរចាក់ចេញពីព្រៃមួយនេះទៅវិញក្រោយមកទៀតបន្ទាប់ពីបានកាប់ឈើបានគ្រប់ចំនួនហើយពួកគាត់ទាំង5នាក់ក៏បាននាំគ្នាបរទេះគោចាក់ចេញទៅក្រៅវិញដើម្បីប្រញាប់ចាត់ចែងយកឈើដែលរកបានទៅប្រគល់ឲ្យពួកឈ្មួញដែលកំពុងតែមានតម្រូវការដោយពួកគាត់មិនបានចាប់អារម្មណ៍ជាមួយនឹងភូមិព្រាយដែលលោកគ្រូកៃបានចុះទៅដល់ការពពាលជុំវិញឡើយហើយក៏បានបន្សល់ទុកត្រឹមតែជាអាចកំបាំងតាក់ទងជាមួយនឹងភូមិព្រាយនៅក្នុងព្រៃមួយនោះមកទល់នឹងពេលសពថ្ងៃនេះ